ខំប្រឹងតស៊ូដើម្បីជីវិតទីបំផុតក៏មកសម្ភាសសង្ឃឹមថានឹងអាចឆ្លោះផុតកុកកុកនេះគឺជាការយល់នៃកូមែនទេឬមួយនេកមិននៅខាងក្នុងនោះទេតែគួរតែចូលទៅរងចាំក្នុងទេទ្វារកំពុងបើកចំហាសុំទោសរំខានបន្តិចហើយខ្ញុំចូលទៅហើយណាសុំទោសរំខានហើយអ្នកទាំងពីរដែលធ្វើបន្ទៅចោះខានធ្វើរឿងបែបនេះនៅក្នុងការិយាល័យទៀតថែមទាំងស្តាក់ក្នុងម៉ោងធ្វើកាត់ទៀតវិយាការរបស់ក្រុមហ៊ុននេះបើកចំខ្លាំងដល់ថ្នាក់នេះមែនទេ CEO ភ្ញាក់បងតាមទាំងពេលខែខ្ញុំគ្រាន់តែបន្តិចបន្តួចប៉ុណ្ណោះដល់ថ្នាក់ធ្វើចលនាជួយដង្ហើមសំណមិត្តទៀតរឿងនេះដែលអូនហៅថាគ្រាន់តែវិលមុខមែនទេបងបានទូរស័ព្ទហៅក្រូពេផាហើយឬនៅគាត់នឹងមកដល់ភ្លាមនេះហើយឥឡូវនេះមិនអនុញ្ញាតឲ្យអូនទៅណាទាំងនោះទេតែសម្រាប់នៅលើសាសងទៅដល់ខ្ញុំប្រជុំមិនអីទេសម្រាប់បណ្ឌិតគឺនឹងជាសះស្បើយហើយពេលថ្មីនៅតែមានស្ថានភាពណាស់ស្ដាប់បងទៅបងមានតែអ៊ំអ្នកនេះជាបងអូនស្រីប៉ុណ្ណោះចាស់អញ្ចឹងខ្ញុំនឹងរងចាំគ្រប់ពេលយ៉ាងមកដល់មានការអ្វីខ្ញុំមកសម្ភាសការងារនេះគឺជាប្រវត្តិរូបសង្ខេបរបស់ខ្ញុំប្រវត្តិរូបសង្ខេបពេញលេញល្អណាស់រូបថតមួយសន្លឹកនេះរបស់កញ្ញានិងរូបពិតរបស់កញ្ញាខុសគ្នាឆ្ងាយណាស់ហើយលោកនាងលោកមើលទៅខ្ញុំសម្ភាសជប់ដែរឬទេរូបសម្បត្តិតែសមប៉ុន្តែរៀងល្ងងបន្តិចលោកនឹងហើយដែលល្ងងគ្រួសារលោកល្ងងទាំងអស់ការយល់នៃផ្នែកធានមនុស្សរបស់ពួកអ្នកនៅជាន់ទី18ហេតុអ្វីលោកមិនប្រាប់ឲ្យលឿនជាងនេះខ្មាស់គេស្លាប់ហើយបែរទៅក៏កញ្ញាធ្វើស្អីបានជាមកដល់ពេលនេះសំទោសលោកនាងមិញនេះខ្ញុំទៅបន្ទប់ទឹកខ្ញុំបានមើលប្រវត្តិរូបសង្ខេបនិងរូបសម្បត្តិរបស់កញ្ញារួចហើយសុទ្ធតែស័ក្តិសមខ្លាំងណាស់សម្រាប់ក្រុមហ៊ុនយើងថ្ងៃស្អីមកចាប់ដើមធ្វើការទៅណាអរគុណលោកនាងកោខំប្រឹងឡើងបាយធ្វើកុកដើម្បីដំឡើងប្រាក់ខែនឹងខ្លាយជា CEO ខែដ៏ល្អកំពុងតែមកដល់ហើយហាផ្នែកតធាមនុស្សចុះផ្នែកលោកកុំវិញយ៉ាងមិនដែរខ្ញុំត្រូវបានគេទូលឲ្យជួយធ្វើការផ្នែកធនធានមនុស្សហើយXiao Lua giao tiểu bạch cho cô chăm sóc nhé. Có việc gì cứ để cô ấy làm quên dần đi. Dù sao cũng là người mới mà. Tiểu Bạch. Bộ phận kinh doanh không có thời gian qua lấy tài liệu. Phiền cô mang qua đó một chuyến nhé. Vâng, được ạ. Sao vậy? Anh không sao chứ? Ồ, lại là cậu ta. Liên tiếp 2 ngày rồi. Cả 2 lần đều nhìn thấy người đàn ông đó bắt tên này như thế. Thật là quá đáng mà. Con không mau vào trong đi. Người mới này hình như rất sợ mình. Quên mất bầm tầng mấy rồi nhỉ. Mời anh. Đi làm mà hồn bay phách lạc thế này cẩn thận bị trừ lương đấy. Hồn bay phách lạc là vì ai chứ? Tuyệt đối không được để anh ta bắt được thọp. Đừng quên anh ta là... Được rồi, phải thừa nhận là tên đó rất đẹp trai, đáng tiếc lại là gầy. Sao thể đang đợi tôi à? Phải thêm đợi anh chứ, hay là quên bấm tầng rồi kìa. Nếu tôi là cấp trên của anh chắc chắn tôi sẽ đuổi việc anh ngay. Không cần có lo. Cô đâu phải cấp trên của tôi. Ngày đầu tiên đi làm khó tránh khỏi mắc sai lầm. Dùng người mới làm cái cớ để bao biện cho năng lực yếu kém. Thế thì làm sao mà tiến bộ được chứ? Mặc dù nó nghe ra cái đạo lý. Nhưng mà thật sự rất muốn đấm vào mặt anh ta một cái. Cô hình như rất thích đứng trong thang máy để nghe lên người khác nhỉ? Hay là cô có sở thích đặc biệt gì à? Cái gì cả? Tôi bảo anh là đồ biến thái đó ha. Lại bị hành động của chị ta chọc mình thật là ngốc quá đi. Dù sao thì cô cũng phải quay lại tìm tôi thôi. Tiểu Vũ, uống thuốc đi em. Anh xem cái này có đẹp không? Đẹp để anh xong việc sẽ dẫn em đi chơi nhé. Đỗ tiên sinh ban của Lộ Vũ. Đối với y học mà nói căn bệnh này đúng là không thể chữa trị được. Hồi ức. Vậy thì phải nghiên cứu loại thuốc mới thôi. Lời của bác chị trái tê sắp chia ban là ở sơ chương môn. Cho anh nhau mà dốc con miến của ban đại. Tôi bây chỉ miến lôi con miến còn mình ai tên dốc chi vật ôn sách cho một bánh ban đây. Lơ phụ dương được chia mà ở bị tập hiệp. Nhưng mình cho ngọc biệt tham chia mà vậy tầng nửa tệ. Nhưng cho ai phụ công thiên này thá ôn sách trong trời đào giọt tệ. Bát này tiếp xa. Hai đầu ấy ban chia là lời tập ngang một đỏ. Cáchประชุมbanចាប់ដើមរួចហើយអ៊ីក្សាសម្រាប់ប្រជុំនៅមិនតន់យកមកដល់ទៀតសូមទោសដែលធ្វើឲ្យខាតពេលវេលារបស់អ្នកទាំងអស់គ្នារឿងនេះខ្ញុំមិនទទួលខុសត្រូវទេនាងtựយាយកឹកសាចូលទៅខាងក្នុងដោយខ្លួននឹងទៅខ្ញុំមិនចង់ឲ្យថ្នាក់លើគិតថាជាកំហុសរបស់ខ្ញុំនោះទេនាងមើលចុះពីជាន់18មកជាន់ទី15ប្រើពេលជាង15នាទីសូមទោសលើក្រោយខ្ញុំនឹងប្រយ័ត្នឲ្យបានល្អជាងនេះយ៉ាងតាមានរឿងអីទៅគ្មានអ្វីទេគ្រាន់តែកិច្ចសារមកយឺតបន្តិចប៉ុណ្ណោះខ្ញុំជឿជាក់លើអ្នកដែលជាបុគ្គលិកថ្មីខ្ញុំមិនប្រកាន់អ្វីទៀតទេទោះបីជាយ៉ាងណាយើងក៏សុទ្ធតែចំណុចថ្មីដូចគ្នាអ្នកជនមិនត្រូវតែជួយមើលថែអ្នកជនក្រោយហើយគឺសារជាកុំយត់ដឹងtôiមិនអីទេប៉ុន្តែលើក្រោយកុំធ្វើបែបនេះទៀតបើធ្វើការមិនល្អនឹងត្រូវគេបញ្ចប់ពីការងារមិនខានពាក្យមានរបស់រៀមច្បងត្រូវតែចងចាំឲ្យច្បាស់ហើយគុណរៀមច្បងដែលបានរំលឹកប្រធានផ្នែកទីផ្សារទៅតែខំមកដឹងពីនាងហើយអ្វីបានជាក្រានតែរឿងយកកិច្ចសារមួយមុខក៏ធ្វើមិនបានដែរសូមទោសលោកនាងលើក្រោយខ្ញុំនឹងមិនឲ្យមានរឿងបែបនេះទៀតទេលោកនាងផ្នែកទីផ្សារខំមកកណ្ដងទៀតហើយគេថាដល់កសាខ្វះមួយសន្លឹក
នាងមើលចោះចំមុំយឺតហើយហេតុអ្វីបានជានៅខ្វះមួយសន្លឹកទៀតចំនួននេះពិតជាមិនអាចខុសបានឡើយខ្ញុំបានពិនិត្យមើលច្រើនដងហើយឬមួយក៏វាធ្លាក់នៅក្នុងចិន្តារយន្តសរុបមកនាងទៅដោះស្រាយរឿងនេះឲ្យចប់សពគ្រប់ទៅលោកនាងខ្ញុំនឹងទៅរកវានៅក្នុងចិន្តារយន្តឥឡូវនេះឯកសារពេញលេញរបស់ផ្នែកទីផ្សារតាមហេតុផលគួរតែទៅដល់រួចហើយស្អីហើយបបពំថ្មីមួយទៀតវានៅលឿនជាងទៅរកឬថាក៏មិនឃើញមែនទេខ្ញុំរងចាំតែម្នាក់នេះនឹងមកស្វែងរកគឺអត់ពិសេសជាងគេគួរទៅមើលថាដែលនាងកំពុងតែដើររកនៅតាមផ្លូវឬអត់ការពិតទៅកាន់តែបាត់វិញទៅជារឿងដែលត្រឹមត្រូវលោករ៉ាឆ្លាតជាងអ្វីដែលខ្ញុំបានគិតទៅទៀតលោកច្រឹងអីកុំប្រាប់ណាថាលោកធ្វើបែបនេះព្រោះចង់សងសឹកខ្ញុំគ្រាន់តែរើសបានប៉ុណ្ណោះរើសបានមិននឹងត្រូវយកទៅសងអ្នកណាទេនៅលើនោះក៏មិនមានសរសេរឈ្មោះនឹងដែរខ្ញុំមិនប្រកាន់ជាមួយនាងទេលើក្រោយបំផុតគឺមកជួបខ្ញុំទៀតមើលចាត់ថ្មីរបស់យើងមកដល់ហើយកិច្ចប្រជុំលើកនេះជិតបញ្ចប់ហើយម៉ាមុនពេលបញ្ចប់នាងបានយកឯកសារមកតាន់ពេលដែរសំទោសផងគឺកំហុសរបស់ខ្ញុំដែលយឺតយ៉ាវរឿងយកឯកសារចូលទៅឬមួយនាងចូលទៅសុំទោសដោយខ្លួននឹងទៅគឺរួចហើយបានហើយលោកនេនមានពេលមកស្ដាប់នាងសុំទោសសហូតទេហូបឯកសារដែលខ្វះមួយស្លឹកនោះបានថតចម្លងតាន់ពេលហើយប៉ុន្តែលើកក្រោយនាងត្រូវតែទូការបណ្ដាលបន្ថែមកុំឲ្យមានកំហុសបែបនេះទៀតឲ្យសោះអាកូនបងដែលបានណែនាំមើលទៅការបានរបស់ខ្ញុំប្រហែលជាលះកម្រិតហើយអាចធ្វើរឿងនេះបានគឺឆ្លាតណាស់លោកនាងធ្វើថ្មីនេះនៅផ្នែកបកលឹកតើមានមនុស្សម្នាក់ឈ្មោះបាច់ហូវឹកមែនទេមែនហើយថ្ងៃនេះជាថ្ងៃដំបូងដែលគេចូលធ្វើការតើអាចទេដែររឿងថ្ងៃនេះត្រូវបានលោកនាងដេញហើយចង់ដេញញៀងចេញចាប់ពីស្ដារក្រោយទៅរៀបជាមួយគេមកធ្វើការឲ្យខ្ញុំកំពុងខ្វះអ្នកមើលថែយកកលឹកកុំធ្វើជាអ្នកមើលថែមើលទៅហាក់ដូចជាមិនសូវសំទេប្រាំនាងថាគឺជាតំណែងជំនួយការបន្តរបស់លោកនាយកបានទេចាក់បានដល់ម៉ោងខ្ញុំនឹងទៅអ្នកមើលថែលោកនាងនៅក្មេងខ្លាំងណាស់បាត់បោះស្វែងនេះគួរចាត់ទុកថាជាការឡើងតំណែងឬក៏បញ្ចុះតំណែងទៅជំនួយការលោកនាយកនាងនិយាយតិចទៅមកមនុស្សថ្មីដូចជានាងទៅតែមកធ្វើការបានមួយថ្ងៃក៏បានឡើងតំណែងជាជំនួយការលោកបាត់ទៅហើយធ្វើឲ្យគេច្រើនគ្នាស្លាប់ហើយមែនហើយខ្ញុំក៏មានអារម្មណ៍ថាខ្លួនអឹងជាអ្នកថ្មីស្រាប់តែបានឡើងតំណែងបែបនេះវាហាក់មិនសូវសមហេតុផលប៉ុន្មានទេនេះប្របាត់តំណែងនេះមិនក៏មិនកើតជំងឺអ្វីមួយទៅដូចជាជំងឺថោកទាបឬជំងឺចូលចិត្តសម្លឹងមើលពួកយើងអីបែបហ្នឹងសរុបមកបើមិនចង់បាត់បង់ការងារនៅថ្ងៃច័ន្ទក្រោយទេក៏ត្រូវតែទៅធ្វើការបើធ្វើការឲ្យនាយក៏បដាបាត់ពេញចិត្តបានប្រហែលជាអាចនឹងបានឡើងប្រាក់ខែអូខេលោកនាយកខ្ញុំប្រាប់តែជាខំប្រឹងធ្វើការឲ្យបានល្អណែធ្វើឲ្យបាត់មកផ្នែកកន្ធាមនុស្សរបស់យើងបានទេលោកនាយកចាស់តើខ្ញុំអាចបើកប្រាក់ខែមុនបន្តិចដើម្បីទិញខោអាវនិងគ្រឿងសម្អាងបានទេមិនបានចង់បានប៉ុន្មានមិនត្រូវការច្រើនទេពីមិនក៏បានដែរខ្ញុំចង់ទុកចំណាប់អារម្មណ៍ឲ្យនាយប្រតិបត្តិតែបើចង់ទុកចំណាប់អារម្មណ៍ល្អក៏ធ្វើការឲ្យល្អទៅកុំស្លៀកពាក់ឆាយពេកមួយរយៈនេះសម្បីតែក៏មិនអីសោះនាងប្រដាប់មិនចូលចិត្តទេធ្វើអីហ្នឹងមានប្រស្នាដែលមិនចូលចិត្តស្រីស្អាតដែរលើកលែងតែគាត់ជាកាយហាខ្ញុំមិនមែននិយាយពីនាយប្របាត់របស់យើងទេហាសរុបបំថ្ងៃច័ន្ទក្រោយទៅធ្វើការត្រូវតែមកឲ្យតាន់ពេលវេលានាយប្រដាប់មិនចូលចិត្តមនុស្សយឺតទេនៅមានរឿងអ្វីទៀតទេចាស់តែដែលហួសហេតុពេកកុំធ្វើឲ្យសះចុះបែបណាទៅដែលហៅថាហួសហេតុនោះខ្ញុំមិនបានធ្វើឲ្យលីហាទេឲ្យគាត់tựទៀមភៀវដោយខ្លួននឹងទៅនឹងហើយបានជាអំបានមិញដើរកាត់តាមច្រករបៀងមើលទៅដូចជាគុនតាទីនេះមិនមែនជាការិយាល័យរបស់អាអ្នកនោះទេអីការិយាល័យនាយកអ្នកនោះកុំប្រាប់ថាប្រុសតែខ្ញុំដឹងក៏បានដែរគាត់ពេញគេទៅគាត់ឆ្លៀតពេលយកខ្ញុំមកទីនេះដើម្បីដានសកម្មភាពរបស់ខ្ញុំឈរនៅមាត់ទ្វារធ្វើអីរហ័សចូលមកលោកគាត់ជាកាយមែនទេតើគាត់នឹងមិនធ្វើអ្វីខ្ញុំមែនទេនៅសល់2វិនាទីទៀតគឺរាប់ថាជាការរមុខយឺតហើយតែខ្ញុំត្រូវអង្គុយតង់ណាហើយធម្មតាខ្ញុំត្រូវធ្វើការអ្វីខ្លះមកតែយ៉ាងពិតជាខ្មានតបពីសល់ការងារតតែសោះនៅកតែអំណាចនេះពិតជាមិនធម្មតាមែនលើនេះខ្ញុំចង់ផឹកកាហ្វេដាក់ទឹកដាក់គោច្រើនដាក់ស្ករច្រើនចាស់លោកនាយកដាក់ស្ករច្រើនទឹកដាក់គោច្រើនមិនក៏គាត់មិនទៅផឹកទឹកដាក់គោទៅនាយយើងក៏ខ្លាចជាទៅល្វិញណាប្រាក់នឹងបានឲ្យអាកូនណាល្វិញណាឡើយលោកនាយក៏ចង់ផឹកផ្អែមច្រើនឬដាក់ទឹកដាក់គោច្រើនចង់បានប៉ុណ្ណាក៏មានប៉ុណ្្នឹងដែររហ័សរើហ៊ុនល្អណាស់ចាប់ពីពេលនេះទៅពេលទៅធ្វើការកញ្ញាត្រូវទៅឲ្យលឿនជាងខ្ញុំការងារដំបូងគឺត្រូវសម្អាតអានេះអីតែញកាវេសម្អាតសួនខាថែមទាំងត្រូវឲ្យចំណីសត្វចិញ្ចឹមទៀតចាស់លោកនាយតើមានការងារអីទៀតទេចាត់ទុកថាបានឆ្លងកាត់មួយដំណាក់កាលហើយធ្វើការងារទាំងនេះសិនទៅសត្វចិញ្ចឹមនៅបន្ទប់សម្រាប់ចប់នេះហើយថ្ងៃនេះខ្ញុំនឹងនាំកញ្ញាទៅទីនោះដើម្បីឲ្យស្គាល់វាបន្តិចដៃឆ្វេងដៃស្ដាំពូកេណាស្យាវថ្ងៃនេះកូនស្ដាប់បង្កប់ខ្លាំងណាស់ថមមកលេចចុះលោកនាយចិញ្ចឹមឆ្កែនេះឈ្មោះ Hawa មែនទេឈ្មោះនៅអីណាហួរកញ្ញាទីនេះចាប់ដូចជាស្គាល់គ្នាយ៉ាងនេះហូញើខ្លួនកញ្ញាចប់ខ្ញុំបែបនេះយូរដល់ណាទៀត
លោកយកឈួរទៅឆ្ងាយទៅលោកចង់ធ្វើអ្វីដើម្បីឲ្យកញ្ញាសម្របខ្លួននឹងការងារនេះបន្តិចទៅចោះក្មេងស្រីម្នាក់នេះកំឡុងបន្ថំតាមមែនជាហួរឡើងមុខនេះហើយដំបងនៃការងារបែរជាត្រូវឆ្កែមកលើផុតទៅវិញម្យ៉ាងទៀតហេតុអ្វីបានជាមានក្លិនឆ្កែជាប់ខ្លួនបែបនេះមើលចោះទៅតែមកដល់សោះក៏បានឡើងតំណែងជាជំនួយការហើយមិនដឹងថាប្រើល្បិចអ្វីទៅបានចិត្តស្និទ្ធជាមួយនាយជាប់ប្រតិបត្តិទៅបានមើលទៅរូបរាងធម្មតាណាស់ថែមទាំងគិតថាខ្លួនឯងជាស្រីស្អាតទៀតស្រីស្អាតមែនទេតោះតែមើលសិនថាតើនេះក៏បាត់យើងចាប់អារម្មណ៍នឹងស្រីស្អាតទៅអត់និយាយអីចឹងក៏ត្រូវដែរហាការងារតិចពេកហើយសម្រាប់សួរលោកនាយប្រតិបត្តិលោកនាយក៏ពិតជាស្រួលបុតមែនទោះជាញ៉ាំជាមួយបុគ្គលិកក៏គាត់ដែរហាកញ្ញាដូចជាផ្លេចថ្នាំមួយក្របហើយមែនទេហាខ្លួននឹងហាក់ដូចជាផ្លេចឲ្យចំណេញឆ្កែរបស់គាត់ហើយណែអ្នកបីជាខ្ញុំផ្លេចឲ្យចំណេញឆ្កែក៏ដោយក៏មិនមែនមានន័យថាអ្នកណាអាចមកមើលងាយខ្ញុំបែបនេះបានដែរតិចតួចឲ្យកុំញ៉ាំផ្ដេសផ្ដាស្អីក្រែងជាពោះណាបន្តញ៉ាំទៀតបាទតិចតួចរបស់អ្នកថ្លៃធ្នូណាអ្នកទាំងអស់គ្នាញ៉ាំទៅចុះខ្ញុំទឹកសម្រាប់ថ្ងៃត្រង់សិនហើយហាងនៅមុខបន្ទប់ទឹកជួអ្នកញ៉ាំមីហើយជាពោះហេស្លៀកពាក់ស្អាតណាស់តែជាបុគ្គលិកនៅផ្នែកកណ្ដាលដែរផ្លេចប្រាប់ដល់ជនលើបាត់ហើយទៅត្រូវរមើលគាត់ដែរឬទេអាអ្នកនេះមិនក៏ដើរតាមខ្ញុំរហូតចឹងអាឡូលោហាងមែនទេអ្នកនៅមាត់ទ្វារក្រុមហ៊ុនមែនទេខ្ញុំមកដល់ការិយាល័យអ្នកហើយបានតែខ្ញុំចូលទៅខាងក្នុងណាមុខមាត់អ្នកទាំងពីរនេះក៏មើលទៅស្រដៀងគ្នាដែរម្នាក់នេះមករកអាគ្នេយ៍យកសកម្មភាពក៏ដូចគ្នាខ្លាំងណាស់អូហូលោហាងមកដល់ហើយជួយខ្លាចឆ្ងាយពីខ្ញុំបន្តហើយតិចតួចមិនបានជួបគ្នាយូរហើយណានេះជាជំនួយការរបស់តិចតួចលោមែនទេតម្រាំនឹងឃើញគាត់មានជំនួយការណាស់កាន់តែពិសេសគឺមានលេខាស្រីទៀតតើគាត់កំពុងធ្វើសញ្ញាអ្វីទៅសញ្ញាថាអ្នកទាំងពីរស្គាល់គ្នាពីយូរមកហើយប្រាប់ក៏មកខ្ញុំរំខាននាគនេះក៏ជាមនុស្សស្រឡាញ់ភេទដូចគ្នាមិនហើយរំខានអ្នកជួយប្រាប់តិចតួចលោផងខ្ញុំនាំតិចតួចទៅដើរលេងកំសាន្តអ្នកម៉េចក៏មិននិយាយជាមួយគាត់ទៅអាម្នាក់នោះអ្នករត់ទៅឆ្ងាយបែបនេះដើម្បីអ្វីហាឆ្ងាយអត់ហើយមិញនេះនៅរោងអាហារខ្ញុំខ្លាចអ្នកធ្វើបាបគាត់ខ្លាំងណាស់តិចតួចលោតំណែងអត់ចេញមកលេងជាមួយគ្នាមកអានហានគាត់នឹងមិនខឹងនឹងអ្នកទេណាអ្នកមិនអាចចាត់ទៅគាត់ជាបងប្រុសតែម្នាក់រួចភ្លេចបងបានទេណាមនុស្សអត់មេត្តាបានហើយបងខឹងទៅទទួលអូនវិញទៅចោះតិចតួចយើងទៅដើរលេងស្រើបខ្យល់អាកាសគ្នានេះជាបងប្រុសតែជាមួយដើមម្នាក់នោះមែនទេគេមកតាមរកអ្នកឲ្យទៅដើរលេងមែនទេមិត្តភ័ក្តិនំពួកយើងទៅជាមួយផងបានអាចទៅបានបងវ៉ាន់ញ៉ាំច្បាស់ជាស្បាយចិត្តណាស់តែធ្វើម៉េចទៅប្រាប់គាត់រឿងដែលខ្ញុំលួចច្រត់ចេញមកបានទៅនេះខ្ញុំសុំទៅធ្វើការថែមម៉ោងមុនហើយណាអ្នកក៏ឆាប់ធ្វើការថែមម៉ោងទៅមើលទៅសង្ហាម្លេះប្រហែលជារឿងនេះមិនប៉ះពាល់ដល់គេទេដឹងគឺបំផុតបានចេញពីធ្វើការហើយតែធ្វើការបានមួយថ្ងៃសឹងតែដូចជាមួយខែអញ្ចឹងពិតជាផុតខ្លាំងណាស់ចេញពីធ្វើការហើយណាគ្នាលេងបន្តិចបន្តួចទៅហេតុអីបានជាយូរម្លេះថើបលើកទូរស័ព្ទប្អូនប្រុសស្អែងកំពុងនៅជាមួយខ្ញុំនេះនៅចង់បានប្អូនប្រុសទៀតទេខ្ញុំមិនចាំស្ថានមានប្អូនជីដូនមួយឈ្មោះវ៉ាន់យិននោះហៅថាប្អូនប្រុសមែនទេប្រាប់មកចង់បានប៉ុន្មានមិនច្រើនទេប្រហែលជាប៉ុន្មាន100000ចៃលេងទៅបានហើយបងធំថ្មីនេះកំពុងខ្វះលុយគ្រាន់តែអូនស្ដាប់បង្កប់យកលុយមកឲ្យខ្ញុំធានាថាប្អូនរបស់ឯងមិនអីទេបងវ៉ាន់យិនបងធ្វើបែបនេះបងតេនៅខាងខ្លាំងណាស់ប្អូនរបស់ខ្ញុំមានតម្លៃត្រឹមតែប៉ុន្មានមិនហឹងមែនទេហើយជាង1000,000ចុះយ៉ាងម៉េចដែរបានទៅចង្វៀលអត់ណាក្រៅពីនេះអញចាប់ខ្លួនវ៉ាន់យិនមកជាមួយដែរជួយកម្ចាត់គេចោលទៅខ្ញុំនឹងបន្ថែមឲ្យយើង1000,000ទៀតហាសម្រាប់មនុស្សមិនល្អទេ2000,000នេះបងកុំធ្វើហួសហេតុពេកអីជីវិតរបស់ខ្ញុំមានតម្លៃត្រឹមតែ2000,000ហ្នឹងមែនទេអញសប្បាយចិត្តខ្លាំងណាស់មែនទេប្រញាប់នាំលើវូត្រឡប់មកវិញភ្លាមពេលល្ងាចនេះខ្ញុំនឹងនាំស៊ូទៅដើររលេងនឹងច្រៀងខារ៉ាអូខេអង្គុយសិនទៅវូតែគេគម្រាមមិញមែនទេបងកុំបារម្ភអីខ្ញុំនឹងមើលបងវ៉ាន់យិនមិនឲ្យគេធ្វើរឿងបែបនេះដាក់បងទេបន្ទាប់មកខ្ញុំនឹងប្រញាប់ត្រឡប់ទៅផ្ទះវិញពួកកូនទាំងពីរនៅឯណានៅផ្សារទំនើបវ៉ាន់ដាបើមិនយត់គឺមិនចាំអីទេណាបងនិយាយថាអានហាននឹងយល់ប្រម៉ែខ្ញុំទៅដល់លេងពិតមែនថែមទាំងខលមកទៀតរងចាំយូរហើយមែនទេគ្មានទេយើងមានសម្លៀកបំពាក់មិនថែមទាំងនាំស្រីមក2នាក់ទៀតចាប់ត្រីពីរដៃមែនទេមិនមែនគេជាមនុស្សរបស់នាងគាត់តែបាត់ទេអីមើលអ្វីនឹងអត់មានអីទេគ្រាន់តែឃើញអ្នកស្គាល់គ្នាបន្តិចបន្តួចនឹងណាម្ចាស់បំណុលសង្សារចាស់គេរត់គេខ្លួនបែបនេះមែនទេមើលទៅបោះស្នាក់នោះសង្ហាមែនតែនមើលទៅហាក់ដូចជាមានភាពក៏ឥតក៏ទុំបន្តិចតើមិនមែនជាសង្សារចាស់របស់អូនទៅអើនិយាយផ្ទះផ្ដាស៊ីនឹងប៉ារបស់ខ្ញុំជាមនុស្សបែបណាឡងក៏ដឹងអើមិនដែលឃើញមែនទេរឿងនេះនិយាយមិនត្រូវទេមិនប្រកាសថាជារឿងពិតទេអើចាប់ផ្ដើមលួចមើលខ្ញុំពីពេលណាចុះហេតុបានជាគាត់មកទីនេះដែរកំប្រាប់ថាគាត់មកទីក្រុងប៉ៃចឹងហ្នឹងម្នាក់នេះមើលទៅសង្ហាថាអ្នកមុនទៅទៀតហើយមើលទៅហាក់ដូចជាមនុស្សចាស់តែមានការងារធ្វើច្បាស់លាស់ហូអើកំពុងធ្វើស្អីហ្នឹងចង់ស្គាល់បរិសុទ្ធសង្ហាក៏មិនចាំបាច់ធ្វើដល់ថ្នាក់នេះដែរ
មនុស្សដែលទៅតែមកដល់នោះគឺជាចៅវាយរបស់ខ្ញុំចៅវាយរបស់អឹងសង្ហាមែនតើគាត់មានសង្សារហើយឬនៅសង្ហាក៏សង្ហាពិតមែនប៉ុន្តែរឿងសង្សារនឹងហើយបើមានសង្សារហើយនោះពិតជាគួរឲ្យស្ដាយមែនបើមិនដូច្នោះទេយើងប្រហែលជាមានឱកាសបានស្គាល់គាត់ខ្លះទោះបីជាគាត់គ្មានសង្សារក៏មិនប្រកាសថាហ្សងមានឱកាសដែរហេតុអ្វីបានជាហ្សងគិតបែបនេះលឿនឡើងគាត់ទៅបានហើយតាមគាត់ខុសហើយត្រូវទៅផ្លូវខាងស្ដាំលើកនេះប្រហែលជារកឃើញអ្វីមួយយ៉ាងហើយឥឡូវខ្ញុំរកឃើញហើយពួកគង់ទាំងពីរនាក់ណៃណាអូអេមិនមែនទេខ្ញុំកំពុងនិយាយជាមួយហូហូនឹងណាអើងកំពុងធ្វើស្អីហ្នឹងហេតុអ្វីបានជាខ្វល់ខ្វាយរឿងចៅវាយរបស់អើងខ្លាំងម្ល៉េះទៅវាមានន័យថាម៉េចទៅវេទនាណានិយាយស្អីនឹងហាហាពិតមែនទេបើចឹងមែននោះគឺជារឿងគួរឲ្យចាប់អារម្មណ៍ណាស់បងតែយើងត្រូវលាក់ខ្លួនដែរឬទេបានដល់ឲ្យតុកអាកាសនេះទិញខោអាវឲ្យអូនខ្លះទៅយូរហើយដែរមិនបាននាំអូនដើរលេងអីឡើយកំចាស់យើងមកដល់ហើយចាស់សៀវហានៅអីណាអត់ទៅក្នុងឡានក៏ទៅឆាប់ទៅសាកមើលខោអាវទាំងនេះទៅឬមួយក៏វិចខ្ជាប់យកទៅទាំងអស់តែម្ដងទៅចាខោអាវប៉ុន្មានឈុតនេះខ្ញុំចង់កាត់លុយឲ្យគាត់ដែរអីនឹងតាមដានពួកគេរហូតមែនទេប៉ុន្តែថាអត់ទេខ្ញុំគ្រាន់តែហេតុអ្វីបានជាខ្ញុំត្រូវតាមដានពួកគេទៅវិញតាមខ្ញុំធ្វើអីហាស្ដីចៅវាយឃើញចៅវាយមកដើរលេងដូច្នេះហើយតើខ្ញុំតាមមកខ្លាចក្រែងចៅវាយត្រូវការជំនួយអ្វីមួយហាស្ហាពិតមែននេះលំអីពួកយើងតែតែងអីវ៉ាន់រួចកំពុងត្រូវការអ្នកជួយកាន់អីវ៉ាន់ល្អណាស់ស្ថើគេល្អមែនខ្ញុំនេះពិតជាដឹងច្រើនពេកហើយពេលមកថែមទៀតនៅរកការធ្វើទៀតខ្ញុំឋានបំផុតគឺធ្វើជាមិនស្គាល់គេនឹងប្រសើរជាងមើលទៅក៏សង្ហាមិនធម្មតាដែរមនុស្សប្រពៀនអ្នកហេតុអ្វីបានជាដើរលេងបែបនេះទៅវិញផឹកទឹកបន្តិចទៅសោះស្រាយណាស់ពិតជាស្រួលពេញចិត្តមែនលះហើយថាគេហើយក៏អរគុណថាគេដែលបានប្រាក់រង្វាន់ឲ្យខ្ញុំប្រញាប់ទៅឲ្យឆ្ងាយទៅផ្ទះនៅឯណាខ្ញុំជួយនឹងទៅផ្ទះសិនអូនស៊ីងស៊ូអាយនឹកស្មានមិនដល់ថាគេនឹងជូនខ្ញុំមកដល់ផ្ទះអេសន្ទុសនាខ្ញុំសន្ទុះទូរស័ព្ទទៅបន្តិចឥឡូវម៉ាក់កូននៅខាងក្រៅនៅឡើយទេមីនេះមីងវាងអ្នកចិត្តខាងគាត់បានទូរស័ព្ទមកប្រាប់ម៉ាក់ថាឃើញកូននៅមុខផ្សារទំនើបឃើញកូនឡើងឡានមនុស្សប្រុសម្នាក់គាត់ថាយ៉ាងម្នាក់នោះមើលទៅថ្លៃខ្លាំងណាស់ហើយកូនដូចជាម៉ាក់លួចទៅរកគូស្នេហ៍នៅខាងក្រៅមែនទេម៉ាក់ក្តីនៅគាត់នៅករបស់កូនទេជានេះក៏កាន់តែល្អជួបមុខគ្នារាល់ថ្ងៃមិនឃើញក៏ត្រូវតែឃើញដែរបើបានស្និទ្ធស្នាលអាចនឹងបានប្រាក់ខែខ្ពស់ម៉ាក់កូនប្រាប់ឲ្យដឹងការពិតណាតាមពិតទៅគាត់ចូលចិត្តមនុស្សប្រុសទេម៉ាក់កូនមិននិយាយជាមួយម៉ាក់ទៀតទេដល់ទៀតណាទោះបីជាចង់រកលេសជាមួយម៉ាក់ក៏ដោយក៏មិនចាំបាច់ប្រឌិតរឿងមិនសមហេតុផលបែបនេះដែរអ្នកណាទៅប្រឌិតរឿងគាត់ចូលចិត្តមនុស្សប្រុសនឹងហើយទៅដល់ចុះពីឡានមកនេះមិនមែនជាកូនស្រីផ្ទះរកលបៃទេអីបាននៅមីងវាងនិយាយថានាងនឹងកំពុងតាក់ទងជាមួយអ្នកមានមើលទៅជារឿងពិតមែនគេជួននាងមកដល់ផ្ទះហើយនោះលោកនិយាយស្អីអត់ទេណាល្ងានេះចង់ញ៉ាំអីដែរហើកូនត្រឡប់មកវិញហើយអីម៉ាក់ធ្វើអីហ្នឹងអញ្ចឹងមកញ៉ាំបាយឆាប់ឡើងយើងទាំងពីរនាក់ញ៉ាំទៅនិយាយទៅម៉ាក់កំតនអាសួរអីតែជានាងរបស់កូនប៉ុណ្ណោះមិនមានតំណែងតំណងអ្វីបន្តិចសោះឡើយបើគ្មានតំណែងតំណងចោះគេចាំបាច់ត្រូវជូនកូនមកផ្ទះធ្វើអីកូននេះមើលថែខ្លួននឹងខ្លះផងណាកូនស្រីគេដឹកត្រឡប់មកផ្ទះវិញមែនទេគាត់ជាគេចាប់អារម្មណ៍កូនហើយបានជាគេដឹកកូនមកបែបណែបនេះកូនញ៉ាំឆ្អែតហើយទៅលេងចាំទៅថ្ងៃទី2ពាក់អាវនេះទុកទៅហាឲ្យខ្ញុំជ្រៅឬមួយក៏វាពិតជាដូចតែម៉ាក់គិតមែនចំពោះខ្ញុំតើគេមានបំណងអ្វីឲ្យប្រាកដមិនមែនទេគេជាខ្ទៃទៅគេអាចនឹងចាប់អារម្មណ៍លើខ្ញុំបានយ៉ាងម៉េចឬមួយក៏គេចង់យកលេសនេះដើម្បីបាត់បង់រឿងអ្វីមួយគេជាខ្ទៃមែនឬបើអញ្ចឹងតើគេចង់មានន័យថាម៉េចតើមានអ្វីត្រូវលាក់បាំងក្បាលរបស់គេរាល់ថ្ងៃនេះមិនដឹងជាកំពុងគិតស្អីទេយប់នេះមានពិធីជប់លៀងពាក់រ៉ូបនោះមកទៅជាមួយខ្ញុំអត់ទេពេលវេលានោះជាពេលថែមម៉ោងការងារហើយម្យ៉ាងទៀតខ្ញុំក៏មិនមែនជាសង្សាររបស់លោកដែរនេះជាការងារសុទ្ធសាធបើអញ្ចឹងចោះមានប្រាប់បន្ថែមទេលោកប្រធានមានអញ្ចឹងខ្ញុំនឹងទៅកុំធ្វើខ្លួនដូចជាស្រីមកពីចំណុចអញ្ចឹងលោកនិយាយថាម៉េចមនុស្សដែលមានសម្រស់ស្រស់ស្អាតពីកំណើតមើលទៅតាក់ទាញចិត្តខ្លាំងម្ល៉េះនិយាយថាជាស្រីដែលស្អាតបំផុតក្នុងសារនេះក៏មិនលើកដែរនោះគឺជានៃក្រុមមិនជាងសៀវមិនមែនទេអូខេថាពួកកំដាយគេស្លាប់អស់ទៅនៅសល់តែបងអូន2នាក់ប៉ុណ្ណោះពិតជាគួរឲ្យណាត់ណាថាសមត្ថភាពគ្រប់គ្រងរបស់បងប្រុសគេល្អខ្លាំងណាស់ការគ្រប់គ្រងរាល់កិច្ចការក្នុងក្រុមហ៊ុនសុទ្ធតែរៀបរយល្អទាំងអស់ទៅតែមកដល់សោះក៏ធ្វើឲ្យអ្នកអតីតចាប់អារម្មណ៍ខ្លាំងម្ល៉េះអួតបន្តិចទៅមើលមិនមែនដោយសារកូនស្រីលងម្នាក់នេះទៅកូនទៅដើរលេងជាមួយគេទៅខ្ញុំទៅពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុនមួយចំនួនសិនខ្ញុំនាំនាងទៅលោកមិនបានបំផុតទៅបានខ្ញុំនឹងនាំលេខាទីស្រឡាញ់របស់លោកទៅដើរលេងកំសាន្តបន្តបន្តិចដើរតាមខ្ញុំមកចុះនឹងឈ្មោះដៃបៃហូគូខ្ញុំឈ្មោះវិនរ៉េនវាយយន្តចាប់ពីពេលនេះទៅសូមបងលោហានជួយមើលថែខ្ញុំផងអូចម្រាប់សួរលោកពូវ៉ាន់រ៉េនលោហានមកដល់ហើយឬធ្វើការងារក្នុងក្រុមយ៉ាងម៉េចហើយលំបាកសម្រាប់កូនហើយកូនមានកូនប្រុសរបស់ពូមិនអីទេកូនកលុំម្នាក់នោះក៏រំខានកូនច្រើនដែរ
មានតាមជួននឹងយ៉ាងណាក៏ហើយនឹងវងងួនធម្មតាក្តីជាមួយគ្នាពីក្មេងមកស្និទ្ធស្នាលដូចបងប្អូនបង្កើតអញ្ចឹងបើវាបានពាក់កណ្ដាលនៃភាពជាលឿនរបស់កូនខ្ញុំក៏អរគុណដល់មេក្តីដែរពិតជាស៊ុំតើផងខ្ញុំមិនបានតាំងចិត្តទេក្រោកឡើងទៅហើយអ្នកបំរើកន្សែងមកឲ្យនាងជួយទៅគឺបានហើយយ៉ាងវិញទៀតក៏មិនមែនជាកំហុសរបស់នាងទាំងស្រុងដែរបានហើយមកអីទេឆាប់ក្រោកឡើងទៅអ្នកគឺជាមិត្តស្រីរបស់លោកវងងួនមែនទេមិនប្រកាសថាថ្ងៃក្រោយខ្ញុំត្រូវឲ្យអ្នកថាបងថ្លៃស្រីនោះទេពិតជាមិននឹកស្មានស្ដាល់មិននឹកស្មានថាគឺជានារីមិត្តស្រីរបស់លោកវងងួនកាលពីមុនសងដារបស់លោកវងងួនខ្ពស់ណាស់ប្រភេទជាអ្នកនេះជាលើដំបងហើយណាអ្នកត្រូវតែកំប្រឹងចាប់ឲ្យចប់កុំឲ្យគេផ្លាស់ប្ដូរចិត្តម្ដងទៀតឲ្យសះខឹងពិតមែននាងកំពុងមើលងាយថាខ្លួននឹងមិនសាជាមិត្តស្រីមុនរបស់គេមែនទេតែថាខ្លួននឹងក៏មិនមែនជាមិត្តស្រីរបស់វងងួនដែរទៅចោះខ្លួនឯងខឹងរឿងអ្វីទៅអ្នកធ្វើបែបនេះតាមពិតទៅខ្ញុំរងចាំបន្តិចនាងកំពុងតែមើលងាយឬមួយក៏មកពីនាងលុះចាស់សរសែនវងងួនមែនទេចង់ធ្វើឲ្យនាងខឹងតាមពិតទៅខ្ញុំដឹងថាពីមុនវងងួនតែងតែបែកបាក់គ្នាជាមួយនារីផ្សេងតែពេលនេះនឹងមិនមានរឿងបែបនោះទៀតឡើយក្មេងស្រីមាត់ដៃចំណែកនេះចង់ចូលផ្ទះតកោវិញ្ញាណមិនងាយទេសម្លឹងមើលឋានៈរបស់ខ្លួនឯងផងបើអញ្ចឹងគឺល្អណាស់គ្រាន់តែមកធៀបផ្ទះតកោវិញ្ញាណខ្ពស់បន្តិចមិនមែនមនុស្សប្រភេទណាក៏អាចជ្រាបការចូលទៅបានដែរអូយមិនអីទេឋានៈសម្រាប់ខ្ញុំមិនមែនជារឿងអ្វីសំខាន់ទេឲ្យតែក្នុងបេះដូងវងងួនមានខ្ញុំគឺខ្ញុំបាយចិត្តហើយទីបំផុតក៏មានការសបានតបទៅនាងកញ្ញាម្នាក់នេះហើយមែនហើយពួកយើងគឺជាស្នេហាបិទប្រកបទៅចោះទៅតាមផ្លូវផ្ទាល់ខ្លួនទៅអញ្ចឹងខ្ញុំទៅមុនហើយណាបញ្ញាណវងងួនក្មេងស្រីម្នាក់នោះជានរណាអូនសៅហ៊ានតាមពិតទៅមិញនេះខ្ញុំខកនាងទេក្មេងស្រីម្នាក់នោះមិនមែនជាមិត្តស្រីរបស់ខ្ញុំទេតែជាមិត្តស្រីរបស់សៅហ៊ានមើលទៅសមូលអ្នកទាំងពីរសំគ្នាខ្លាំងណាស់អ្នកទាំងពីររកគ្នាចិត្តស្និទ្ធឋានៈមែនទេអូនអ្នកនឹងបញ្ញាណវងងួនស្គាល់គ្នាច្បាស់ណាស់មែនទេកាលពីមុនធ្លាប់ជួបគ្នាម្ដងនៅការិយាល័យបន្ទាប់មកពេលដើរលេងក៏ជួបគ្នាម្ដងទៀតលើកនេះរាប់ថាជាការជួបគ្នាលើកទី3ហើយអើងថាពួកវាថាជាសង្សារនឹងគ្នាក្បាលរឿងនេះពិតជាមិនដឹងអ្វីពីមុខមាត់ពិតរបស់វងកូននោះទេលោកប្រធានបច្ចេនមែនទេចិនងាយជាបែបនេះនឹងឬពិតជាចន់នឹងខ្លាំងណាស់ពួកគេទាំងពីរមិនដឹងទេថាអ្នកណាជាអ្នករករោគអ្នកណាជាអ្នកទទួលក្បាលរឿងដល់គួរឲ្យស្អប់នេះហានិយាយថាខ្ញុំផងឬអ្នកណាខ្វល់ពីអង្គគ្នាលោកប្រធាននៅទីនេះទៅលោកវងវិញហើយចាំបន្តិចឈប់ឡានសិនតែចុះពីឡានមកឲ្យលឿនមកហេតុអ្វីក៏ស្រាប់តែខឹងសម្បាម្លេះពិតមែនហើយច្បាស់ជាត្រូវខ្ញុំនិយាយចំចំណុចហើយបានជាខឹងខ្លាំងម្លេះមែនទេលោកប្រធានលេហើយលោកប្រធានពួកយើងកាលពីមុននេះប្រហែលជាឈួតទៅហើយចង់ទៅពន្ធយល់គេទៀតផងចិនដារយន្តពេលនេះបេះដូងខ្ញុំពិតជាឡត់ញាប់ខ្លាំងណាស់ធ្វើកកអាយភ្ញាក់ខ្លួនឡើងក៏ចូលចិត្តប្រដូចគ្នាប៉ុន្តែថាបើគេជាត្រង់ឲ្យអាចបដោចិត្តបាននោះគេក៏អាចបដោមកត្រង់វិញបានដែរមិនចូលមកក្នុងទៅសួស្ដីមែនហើយខ្ញុំជ្ញាក់ដែលទៅនឹងមកស្នាក់នៅបន្ទប់លេខ7សុំក្រោយមកសូមជួយមើលថែផងណាអាកូនចំណែកបន្ទប់លេខ702ពិតជាយូរហើយដែលមិនឃើញមានអ្នកនៅជាដូចណាខ្ញុំក៏នៅបន្ទប់លេខ701ដែលក្រោយមកមានការលំបាកអ្វីអាចមករកខ្ញុំបានទៅទាំងហត់ទាំងខ្លានទៅរកស្រាពិតក៏មិនតាន់បានផងស្រាប់តែលោកប្រធានអស់ក្បាលមកដល់ផ្ទះបាត់មើលសិនថាមានអ្វីញ៉ាំខ្លះកញ្ចប់អាហារនេះពិតជាគួរឲ្យស្រឡាញ់មែនគួរញ៉ាំមួយណាពីមុនល្អទៅកូនជួក្មេងប្រកដែលទៅបបនៅផ្ទះតល់មុខហើយមែនទេមិនដឹងបានយ៉ាងម៉េចទៅនៅទីនោះនៅមានមួយថងទៀតក្មេងប្រុសម្នាក់នោះមានមុខសួរសុកតុកម៉ែដែរមើលទៅក៏សង្ហារៀងរើក៏ខផសេះស្រឡះដែរសួរឈ្មោះគេទៅកូនយកទាំងលេខទូរស័ព្ទមកផងពួកគ្នាទៅលេងកន្លែងណាទំនេរទាំងពីរនាក់ទៅមិនចោះគេទៅតែមកដល់សោះមកប្រញាប់ចង់ចាប់ឲ្យកូនហើយមែនទេទោះបីមើលទៅរូបរាងគេមិនអន់ហើយមុខមកក៏សង្ហាដែរប្រញាប់ទៅឲ្យឆ្ងាយពីមុខខ្ញុំភ្លាមមិនបានជាពេលនេះនៅឃើញដល់អាអ្នកនោះទៅវិញគឺអ្នកណាឬមួយក៏ដូចម៉ាត់ដែលចូលចិត្តស្នេហាផែមល្ហែមថាតែចោះថ្ងៃនេះកូនស្លៀកពាក់បែបនេះនឹងទៅណាកូនហត់ណាស់កូនទៅងូតទឹកសម្រាប់សិនហើយប្រញាប់ចូលគេងទៅណាគេងថ្ងៃពេកមិនល្អចំពោះស្បែកទេមេតាដល់សស្អាតនិងក្មេងជាងវ័យរបស់កូនឯងម្នាក់នេះគ្មានសូវថាសោះកូននៅមុខផ្ទះខ្ញុំចង់ស្លាប់មែនទេជទេថាខ្ញុំដឹងពោលលេថាគេជាមនុស្សរំខានមែនទេបើមិនមែនភ្លើងក្នុងផ្ទះផ្ទិតអត់ទេនោះគិតថាទាវូដឹកឲ្យខ្ញុំមកតែគូទ្វារយូរហើយចាត់ទុកថាដងឆ្លាតចោះបើឯងធ្វើឲ្យទាវូភ្ញាក់ពីគេងនោះតួរបស់មិនមែនត្រឹមតែការរំខានប៉ុណ្ណោះទេមិនក៏អ៊ីចឹងលោកប្រុសធំមនុស្សម្នាក់នេះត្រូវមកដេកតាមផ្លូវវិញហើយមែនទេរឿងថ្ងៃនេះពាក់កណ្ដាលគឺដោយសារអើងហាគឺដោយសារលេខរបស់អ៊ីនឹងអើងក៏អ្នកមានទាំងនោះអ្នកនៅប៉ុនឈួតនោះបែរជាទៅនឹងបាក់ខ្ញុំប្រកាសថានឹងដាក់ទោសខ្ញុំតែខ្ញុំហ៊ានត្រឡប់ទៅផ្ទះដោយរបៀបណាទៅហើយខ្ញុំស្នាក់នៅផាង2 3 ថែថ្ងៃគីរ៉ាស្នាក់នៅសន្តាការមិនបាច់ប្រាលុយមែនទេអញក៏ដឹងថាបាក់ខ្ញុំបានបង្កកាតធនាគាររបស់ខ្ញុំអស់ហើយលុយដែលឲ្យចេញពន្មានថ្ងៃមុនកំប្រាប់ថាចាយអស់ហើយណាលុយនោះទៅប្រើការចាំបាច់អស់ហើយមើលមកខាងខ្ញុំដឹងភ្លាមថា
ប្រាច់ជាយកចិត្តទុកដាក់លើស្រីហើយមែនទេហាសាចំណើទាំងអាហារទៅរបស់យើងទៀតផងចូលមកបាទធ្វើឲ្យទៅភ្ញាក់ក្តេញចេញភ្លាមអូខេខ្ញុំធានាថាដល់យឺតយកមិញនេះបែរជាយល់សម្ដាឃើញម្នាក់នោះគឺជារឿងរន្ធត់ច្បាស់ណាស់ហើយប៉ុន្តែវាក៏មិនអាចទៅរួចដែរតែព្រលឹមសោះកំពុងតែស្រមៃកាហ្វេរបស់ខ្ញុំនៅអីណាសួស្ដីលេខាពួកកូនពីអ្នកកាលពីយកមិញនេះគេងជាមួយគ្នាហើយបាននិយាយច្រើនទៀតចេញទៅឲ្យឆ្ងាយទៅហាខ្ញុំនឹងទៅយកកាហ្វេមកឲ្យព្រាមហាហើយខ្ញុំក៏មិនต้องបាច់ញ៉ាំបាយដែរតែញ៉ាំជាមួយគ្នាទៅចោះនាយល់ថាទៀវព្រាន់គាត់ជាមនុស្សបែបណាដែរអូលោកកំពុងតែនិយាយក្នុងន័យណាទៅគឺក្នុងន័យស្នេហានឹងហើយកុំបានអារម្មណ៍ផ្អីខ្ញុំមិនរើសអើងរឿងអ្នកទាំងពីរនោះទេត្រូវតែហានតាមស្នេហ៍ពិតរបស់ខ្លួននឹងឲ្យដល់ទីបំផុតហាស្ទៀវហួននឹងគឺបាននិយាយពីចរិតលក្ខណៈវិញពួកយើងទាំងពីរនាក់គឺខុសគ្នាបែបឆ្ងាយពីគ្នាស្រឡះតែម្ដងគាត់ចូលចិត្តទៅໄວក្នុងចិត្តជាពិសេសរឿងសភាពស្នេហ៍នេះធ្វើឲ្យគេយល់ច្រឡំរហូតមើលទៅលោកក៏ពិបាកចិត្តដែរមែនទេមិនក៏ខ្ញុំមានអារម្មណ៍ថាអ្នកទាំងពីរយើងកំពុងនិយាយរឿងមិនមែនជារឿងតែមួយអ៊ីចឹងក៏រឿងដែលអ្នកទាំងពីរស្រឡាញ់គ្នានោះអីមិនអីទេចាត់ទៅខ្ញុំដូចជាបងស្រីម្នាក់ទៅចង់និយាយអ្វីក៏និយាយមកសម័យនេះហើយស្នេហាគឺសេរីកុំទៅខ្វល់ពីក្រែខ្សែភ្នែកអ្នកដតីពេកអីខ្ញុំជាប្រុសស្ត្រង់បានតែលោកត្រង់ជាងគេហើយចេញទៅខាងក្រៅសិនទៅនាងយល់ពីអ្វីដែលខ្ញុំនិយាយទេលោកមកទីនេះដើម្បីចង់ឌឺដល់ដាក់ខ្ញុំមែនទេខ្ញុំប្រាប់ឲ្យនាងធ្វើអ្វីយកមិញខ្ញុំជាមួយទៀវព្រោះពេលគេងជាមួយគ្នាឈប់ខ្ញុំមិនចង់ទាំងទេរឿងល្មាត់ពេលដែលអ្នកទាំងពីរគេងជាមួយគ្នានោះតើអ្នកណាទៅប្រាប់នាងរឿងនេះខ្ញុំចង់ប្រាប់ថាយកមិញពេលទៀវព្រោះគេងលោកគាត់បានហើយឈ្មោះនាងលោកនិយាយអីហ្នឹងមើលទៅនាងកំពុងតែតន្ទឹងរង់ជាមួយរឿងនេះខ្លាំងណាស់មែនទេទៅទិញកាហ្វេមិនដឹងបាត់ទៅកន្លែងណាទៀតហើយខ្ជិលមែនស្អីឲ្យខ្ញុំមិនទាន់បានយកកាហ្វេឲ្យចៅវាយផងមើលចោះតែបានមក1ម៉ោងសោះបានអំពើខ្លាំងម្ល៉េះចាយបាទទៅគួកនាងនេះចាំបានផងក៏ស្ថាខ្ញុំជាចៅវាយរបស់នាងចោះកាហ្វេរបស់ខ្ញុំនៅឯណាបាទនេះជូនលោកកុកផ្នែកខាងរបស់ហើយកំពុងណាជួបជាមួយខ្ញុំនៅទីនេះទៅចង់ផឹកកាហ្វេមែនទេចង់ផឹកកញ្ចាក់ខ្លួននឹងទៅលោកកុំធ្វើឲ្យរឿងវាស្មុគស្មាញពេកអីប្រកល់ទូរស័ព្ទតែខ្ញុំវិញមកគាត់មិនមែនជាមនុស្សពិការឯណាគ្រាន់តែឡើងចណ្ដើឬជិះចណ្ដើយន្តទៅក៏បានដែរទៅយ៉ាងទៀតក៏តែមិនចំបណ្ដោតែម្នាក់អូនទេចុះដើម្បីបានជាអ្នកមកអង្គុយនិយាយជាមួយខ្ញុំវិញអេលោកចង់ធ្វើស្អីលោកមករំខានខ្ញុំធ្វើអីហើយថែមទាំងហានបើទូរស័ព្ទខ្ញុំទៀតកុំខឹងឯណាកុំខឹងស្លាប់ហើយចាវៃនេះមកដល់ហើយក៏ច្បាស់ជាតាមភើមកចាប់ខ្លួនខ្ញុំមិនខានចាវៃនេះកាហ្វេអីហាមិនដាក់ទឹកដាក់គោហើយក៏មិនដាក់ស្ករដែរល្វីងណាស់មើលមុខចាវៃនេះចោះគាត់ខឹងហើយច្បាស់ជាខឹងមែនតែនហើយធ្វើម៉េចទៅឥឡូវល្វីងណាស់ចង់ញ៉ាំស្ករគ្រាប់មែនទេវាល្វីងណាស់ហាប៉ុន្មានឆ្នាំហើយនៅតែខ្លាចរសជាតិល្វីងទៀតអីនេះស្ករគ្រាប់នៅចាំបានទេការនៅក្មេងរាល់ពេលដែលលឹងយំខ្ញុំតែងតែឲ្យយើងញ៉ាំស្ករគ្រាប់ប្រភេទនេះជានិច្ចមិនក៏អីចឹងខ្មាស់ស្គេមែនទេដែលឃើញមែនទេដកដៃចេញទៅលោកធ្វើស្អីនឹងមកការងារឲ្យនៅមកធ្វើជាបងជាប្អូនដាក់គ្នានៅទីនេះទៀតអ្នកមិនចង់បានប្រាក់ខែនេះទៀតមែនទេបាយហូកូបន្តិចទៅក៏យកប្រាក់ខែមកគម្រាមហើយអាចໄວនេះកុំខឹងអីខ្ញុំទៅធ្វើការវិញហើយក៏មកមានកំណត់មិនល្អជាមួយនាងឲ្យសះនឹងទៅធ្វើស្អីនៅខាងក្រៅខ្ញុំមិនខ្វល់ទេប៉ុន្តែក៏មកធ្វើរឿងអីនៅចំពោះមុខខ្ញុំឲ្យសះកំប៉ះពាល់មនុស្សរបស់ខ្ញុំម៉េចប្រច័ណ្ឌមែនទេហាចាត់ទុកថាជាការសារភាពហើយចោះធ្វើបើប្រកួតប្រជែងដោយយុទ្ធធរវិញតើនឹងមានរឿងអ្វីកើតឡើងអ៊ីចឹងខ្ញុំសុំទៅមុនហើយរឿងស្នេហានោះនៅគ្មានខ្ជិះចំណាស់អាលិតផាំងចាវៃនេះលោកត្រឡប់មកវិញហើយអ៊ីចឹងតើនាងគ្រាន់តែជាលេខារបស់ស៊ូស៊ីនមែនទេពិតជាសុំតបផងមើលតែយកមកយើងប្រហែលជាយល់ច្រឡំគ្នាហើយខ្ញុំឲ្យនាងនៅស្កលក្របផ្កាជោគប្រហែលជានាងមិនទាន់ដឹងទេមែនទេខ្ញុំមិនចង់ធ្វើជាមនុស្សកកនោះទេគ្រាន់តែចង់ឲ្យនាងបានឃើញមុខមាត់ពិតប្រាកដរបស់គាត់តែប៉ុណ្ណោះអ្នកកុំប្រកាន់អីហាពិតមែននេះបើចឹងខ្ញុំពិតជាត្រូវអាកុនមកស្រីហើយគេតែងតែនិយាយថាអ្នកដែលដឹងកំហុសហើយមកសុំទោសមិនគួរណាយើងទៅវាយគេនោះទេម្យ៉ាងវិញទៀតកញ្ញានឹកដល់ខ្វងខ្វាត់ដូចជាអ្នកថែមទាំងសុកចិត្តមកសុំទោសខ្ញុំដោយបន្តទៀតចោះរឿងគ្រប់យ៉ាងមានតែដោះស្រាយឲ្យចប់ទៅមិនអីទេខ្ញុំដើមឡើយក៏មិនបានប្រកាន់អ្វីក្នុងចិត្តដែរយើងស្គាល់គ្នាជិតម្ដងទៀតទៅខ្ញុំឈ្មោះវ៉ាន់រ៉េនជៀនចោះអ្នកវិញហាខ្ញុំមកពីកបៃហូអីចឹងចាប់ពីពេលនេះទៅយើងជាមិនល្អនឹងគ្នាណាហាបានចាប់ដៃគ្នាបន្តិចក៏ខ្លាយជាមិត្តល្អនឹងគ្នាទៅហើយកញ្ញាឡុកអាយអ្នកខ្វះមិត្តល្អខ្លាំងម្ល៉េះឬបាទបាយយ៉ាដឹងច្បាស់ជានាងនឹងសើចចំអកឲ្យខ្ញុំមិនខានបលោហានយើងមិនបានជួបគ្នាជាយូរណាស់មកហើយបងត្រឡប់មកស្រុកវិញសម្បីតែម៉ាត់មួយក៏មិនប្រាប់អូនដែរសម្បីតែការសួរសុខទុក្ខមួយម៉ាត់កាលពីយប់មិញក៏បងមិនផ្ដល់ឲ្យផងស្រាប់តែចាក់ចេញទៅបាត់ចុះថ្ងៃនេះមកទីនេះមានការអ្វីមែនទេនៅបងទៅមកតាមរបស់នឹងណាយប់នេះយើងទៅញ៉ាំអីជាមួយគ្នាណាអ្នកទាំងពីរនិយាយគ្នាជុកខ្ញុំត្រូវទៅធ្វើការសិនហើយខ្ញុំក៏ធ្វើមិនទៅនេះរំខានពួកគឺបានទៅចង់ញ៉ាំភោជនីយដ្ឋានអីអូនញ៉ាំអ្វីក៏បានតាមតែបងតែចេញទៅហាត់អ្វីក៏ទៅថាជាខ្ញុំឈួតមែនទេ
វ៉ាន់រេងជៀនបងលោកហានអូនមកដល់ហើយបងមកដល់យូរហើយឬនៅប្រហែលជាត្រូវរងចាំបន្តិចបងនៅសល់ការងារមួយចំនួនទៀតមិនតាន់រួចរាល់បើខ្លានអូនញ៉ាំអ្វីទៅមិនចោះនៃទេអូននឹងរងចាំបងឈុតនេះមើលទៅមិនស្អាតទេដូចឈុតផ្សេងទៅមកអូនដូរបាន7 8ឈុតហើយណាមិនមែនទៅជួបនាយករដ្ឋមន្ត្រីណាចាំបាច់ត្រូវតែរៀបចំខ្លួនឲ្យធំទុំម្លេះកុំអូតាមអីតិចទៀតត្រូវតែញ៉ាំបាយហើយទៅដូរឈុតផ្សេងទៀតទៅចាស់ស្ដឹងហើយកុំធ្វើឲ្យក្មេងប្រុសត្រកូលលោកគេត្រូវរងចាំយូរពេកបើកូនតែញ៉ាំបាយកុំភ្លេចសួរនាំរឿងការងារនិងស្ថានភាពគ្រួសាររបស់គេផងណាកូនដឹងហើយម៉ាក់ឆាប់ចូលបន្ទប់ទៅកុំឈរនៅមុខទ្វារទៀតអីរាត្រីសួស្ដីរាត្រីសួស្ដីមើលទៅនាងនឹងលោហៈដូចជាមិនមានទំនាក់ទំនងអ្វីជាមួយគ្នាប៉ាត់មែនបើអីចឹងខ្ញុំក៏អស់បារម្ភហើយប៉ុន្តែថាបផាហ៊ានពោខ្ញុំថតរូបដល់គេដល់ម្លឹងមានរឿងអីមែនទេលោកវ៉ាញ់ញ៉ានគ្មានអ្វីទេគ្រាន់តែឃើញរឿងរបស់ខ្លះតែគួរឲ្យខឹងសម្បារបន្តិចបន្តួចប៉ុណ្ណោះពីចាំមិញទៅតែនិយាយដល់នាងដល់ពេលយប់នាងបែរចិត្តទៅញ៉ាំអីជាមួយប្រុសផ្សេងទៅវិញទៅប្រុសម្នាក់នោះមានអ្វីល្អជាងខ្ញុំទៅក៏មិនអត់ដែរមើលទៅក៏សង្ហាមខ្លាំងដែរហេតុអ្វីបានជាអ្នកទាំងពីរនៅជាមួយគ្នាហើយថែមទាំងមកញ៉ាំអីក្នុងភោជនីយដ្ឋានតែមួយទៀតវ៉ាន់ញ៉ានលោកមិនអីទេមែនទេមកនេះសិនមកខ្ញុំមានរឿងសួរនាងបងប្រុសខ្ញុំធ្លាប់ប្រាប់នាងទេថាគាត់ចូលចិត្តមនុស្សស្រីបែបណាមិនដែលផងតើលោកចង់មានន័យថាបងប្រុសលោកមានមនុស្សស្រីដែលគាត់ពេញចិត្តហើយមែនទេបើតាមអសតដែលខ្ញុំស្គាល់គាត់ច្បាស់គឺច្បាស់ជាមែនហើយសុកហាមកដល់ហើយមែនទេតោះយើងក៏មកហូបញ៉ាំគ្នាមិញនេះខ្ញុំឃើញតែខាងនោះក៏មកហូបមកសង្ស័យថាសាច់ជាឆ្ងាញ់ណាស់តែយើងគួរក៏មកតាមគេដែរទេតែខាងនោះមែនទេអើយមិញនេះមិនបានចាប់អារម្មណ៍មនុស្សដែលអង្គុយនៅទៅនោះមើលទៅដូចជាបាក់ហូគោះមែនតែនចង់មនុស្សដែលអង្គុយតល់មកគាត់ក៏សង្ហាមិនធម្មតាដែរប្រហែលជាសង្សារគេហើយមើលទៅអញ្ចឹងមានន័យថានាងនៅជានិស្សិតហើយប្រហែលជាក្មេងជាងបង2 3ឆ្នាំមែនទេមកបងពិតជាភូសហេតុណាស់បង្ខំឲ្យបងមកណាត់ជួបមើលចិត្តថ្លាមជាមួយអូនតែឥឡូវនិយាយទៅស្រាប់តែបងមានអារម្មណ៍ថាតាមពិតទៅខ្ញុំក៏មានអារម្មណ៍ថាបងជាមនុស្សល្អម្នាក់ដែរបានជាខ្ញុំយល់ព្រមតាមការណាត់របស់បងខ្ញុំមិនមែនជាមនុស្សដែលឆៅឆាវងាយស្រួលនោះទេអូននិយាយថាអ្វីណាអញ្ចឹងមានន័យថាពេលនេះបងកំពុងត្រូវបានគេសារភាពស្នេហ៍មែនទេហើយអ្នកដែលសារភាពនោះបែរជាក្មេងប្រុសដែលមានអាយុតិចជាងខ្លួននឹងទៅទៀតលោកកំចាហេតុអ្វីបានជាលោកនៅទីនេះបើបានជួបទៀតហូនហើយតើយើងអង្គុយញ៉ាំជុំគ្នាតើល្អទេសូមអភ័យទោសលោកកំចាពេលនេះជាពេលវេលាផ្ទាល់ខ្លួនក្រោយពេលសម្រាប់ការងារមែនទេដូច្នេះសូមលំចាស់ត្រឡប់ទៅកន្លែងរបស់លោកវិញចុះមែនហើយនេះជាពេលវេលាផ្ទាល់ខ្លួនលោកឃើញថាវាក៏កន្លែងឬយ៉ាងណាខ្ញុំញ៉ាំបាយក្រៅផ្ទះក៏មិនបានរំខានអ្វីដល់លោកដែរមនុស្សស្រីល្ងងខ្លះនាងស្ងាត់មកទៅលោកឯថ្ងៃនេះក៏មកកញ្ញាំអីជាមួយខ្ញុំសាក់បែរជាលោកមិនខ្វល់ពីចិត្តខ្ញុំបន្តិចសោះចំណែកកនាងវិញបែរហូគោខ្ញុំមើលឃើញលោកយូរហើយមកបើកឆាកវេគ្នាមួយមកតម្លៃខ្លួនយ៉ាងច្រើនត្រឹមតែឈប់ធ្វើការប៉ុណ្ណោះនាងបែរហូគោនាងនិយាយមិនតង់ទៀតមើលនិយាយក៏និយាយខ្ញុំមើលហេផ្សាយស្មានថាចិត្តអ្នកលើរបស់ខ្ញុំចង់ធ្វើស្អីក៏បានមែនទេ702យើងទៅវិញទៅសេ702គឺហៅខ្ញុំមែនទេបន្ទាប់ពីនឹងទៅអឹងត្រឡប់ទៅវិញអ្នកទៅណាអឹងនឹងខួបបានមានបញ្ហាយ៉ាងម៉េចខ្ញុំសម្ដែងដល់មកឆាប់ទូរស័ព្ទទៅសុំទៅគេទៅបើមិនអញ្ចឹងទេខ្លាចខាតថ្ងៃស្អែកកើងឡើងបានជួបនាងទៀតហើយមិនមែនគេនិយាយថាមិនជួបគ្នាទៀតទៅអឹងជិះទៅសម្រាប់សិនហើយគាត់មិនអីទេគ្រាន់តែជារឿងតូចតាចក្នុងរឿងស្នេហាប៉ុណ្ណោះកំបានអ្វីឆាប់ទៅសម្រាប់ទៅប្រហែលជាសម្រាប់បងវិញជិនគឺជារឿងតូចតាចទេប៉ុន្តែសម្រាប់បងប្រុសវិញទោះជារឿងអ្វីក៏អាចដោះស្រាយបានល្អដែរមានតែរឿងស្នេហាមួយមកគាត់បែរហូគោខ្ញុំគួរតែសុំទៅដោយរបៀបណាទៅមិនត្រឹមត្រូវទេខ្ញុំមិនបានធ្វើខុសអីផងហេតុអ្វីបានជាត្រូវសុំទោសគួរថ្ងៃនេះទៅដើរលេងមិនសប្បាយចិត្តមែនទេហេតុអ្វីតែតែមកដល់ផ្ទះវិញមានទឹកមុខខាងសម្បារបែបនេះគ្មានអីទេកូនទៅសម្រាប់សិនហើយបើដឹងថាអ្នកណាធ្វើឲ្យគូផ្ទះយើងខឹងដល់ថ្នាក់នេះថ្ងៃក្រោយជួបមក702នឹងដឹងថាលទ្ធផលយ៉ាងណាមនុស្សស្នាក់មិញនេះមិនដូចជាមានចេះតែបង្កើតរឿងទេតែដូចជាកំពុងតែបញ្ចេញច្រើនជាងអ្នកក្រៅមើលឃើញច្បាស់តែម្ចាស់ខ្លួនបែរជាឆ្ងល់ហើយចង់តែវាយគេហេតុអ្វីបានជាមានមនុស្សដូចជាគេទៅកើតថ្ងៃពេលចាំតែរករកើងជាមួយខ្ញុំរហូតថ្ងៃស្អែកនេះខ្ញុំនឹងចប់ពីការងារហើយបើមិនណាខ្ញុំឈប់ទេខ្ញុំនឹងសរសេរឈ្មោះត្រឡប់ក្រោយឲ្យមើលយកងឹតហើយតើអ្នកណាខ្លះមកខ្ញុំចឹងហើយកែនឹងហើពិតជាក្មួយឡំម្លែងមែនបើទូរស័ព្ទចោលលេខទូរស័ព្ទដែលលោកអ្នកហៅមិនអាចតាក់ទងបាននៅពេលនេះទេសូមមេត្តាខលមកកាន់តែឆាប់តាមតែអាចធ្វើទៅបានតើគួរតែខលទៅម្ដងទៀតទេនៅសល់2នាទីទៀតប៉ុណ្ណោះគូចាំងើបឡើងទៅដល់ម៉ោងទៅធ្វើការហើយតែការពំសើមិញទៅនឹងឆ្លោះជាមួយថៅកែរួចខ្ញុំត្រូវតែដេញគេចេញខ្ញុំទៅតែចូលធ្វើការបានប៉ុន្មានថ្ងៃសោះហេតុអ្វីបានជាទៅឆ្លោះជាមួយថៅកែយ៉ាងនេះរហ័សក្រោកទៅធ្វើការភ្លាមខ្ញុំមិនទៅទេដែលអំណាគេមិនតន់ទូស្ពងហៅខ្ញុំលោកប្រធានកំពុងតែមកហើយជួបក៏ជួបមែនហើយរហ័សលើកទូរស័ព្ទទៅឲ្យម្ដាយសំចេញទៅក្រៅសិនហើយអ្នកមករហ័សលើកទូរស័ព្ទទៅកុំប្រាប់ណាថាកូនចង់ឈប់ធ្វើការមែនទេហៅឡូមានរឿងអីលើកទូរស័ព្ទហើយនាងធ្វើក៏មកពមៀនហើយហេតុអ្វីមិនតន់មកធ្វើការទៀត
ចាំទទួលប្រាក់ខែរបស់ខ្ញុំសិនទៅថ្ងៃនេះអារម្មណ៍ខ្ញុំមិនល្អទេខ្ញុំមិនទៅធ្វើការទេកុំខឹងអីចូលរងំអារម្មណ៍កុំប្រកាន់អីជាមួយក្មេងម្នាក់នេះបែកហឺវ៉កប្រាក់ខែខែនេះនាងមិនចង់បានទៀតមែនទេថ្ងៃនេះមកធ្វើការទៅខ្ញុំនឹងលើកលែងឲ្យតែនាងមកយឺតជាលើកដំបូងដូច្នេះនឹងចាត់ទុកថាគ្មានរឿងនេះកើតឡើងចោះមិនទៅទេខ្ញុំក៏កំពុងគិតចង់ឈប់ធ្វើការដែរនៅខ្វល់ពីប្រាក់ខែតិចតួចនឹងធ្វើអីទៀតហាសហាក៏មានថ្ងៃដែលលោកត្រូវខ្ញុំនិយាយដែរហេនិយាយអ្វីមិនចេញមែនទេនាងចង់ឈប់ធ្វើការមែនទេសំឡេងរបស់គេហេតុវាស្ដាប់ទៅហាក់ដូចជាសោកសៅម្លេះគួរឲ្យខ្លាចណាស់លោកស្រីខ្លាំងធ្វើអីនាងអត់ទៅអីហើយខ្ញុំឈប់ធ្វើការលោកមិនព្រមមែនទេពិតជាមែនហ្នឹងលេខាផ្ទះខ្ញុំហាទៅក៏ទៅភ្លាមបែបនេះហេឡើងសល់ពេលច្រើនហើយលុះត្រាតែលោកយល់ព្រមតាមខ្ញុំទៅលោកមិនអាចប្រើខ្ញុំផ្ដេសផ្ដាសបានហើយមិនត្រូវធ្វើមុខស្មារដាក់ខ្ញុំទៀតខ្ញុំក៏មិនឲ្យលោកយកប្រាក់ខែមកគំរាមខ្ញុំដែរខ្ញុំធ្វើមុខស្មារដាក់នាងពេលណាទៅបានហើយពេលថ្ងៃខ្ញុំនឹងទៅធ្វើការចំណាយពេលព្រឹកចាត់ទុកថាខ្ញុំចេញទៅធ្វើការខាងក្រៅចោះកុំឲ្យកាត់ប្រាក់ខែខ្ញុំដាច់ខាតបានហើយអ្នកគ្រប់គ្នាកំពុងនិយាយពីនាងម្នាក់នោះមែនទេក្នុងពិធីជប់លៀងនាងបានចាក់ស្រាដេកអ្នកដតីគឺកញ្ញាវ៉ាញ៉ាន់ដែលមិនព្រមនិយាយសុំទោហ៊ុនគិតថាលោកប្រធានទី5មួយប្របាត់ល្អចំពោះនាងព្រោះតែអាណិតដែលនាងរត់ចូលការងារដែរមែនទេម្យ៉ាងវិញទៀតខ្ញុំមកថានាងក៏មានតំណែងតំណងជាមួយវ៉ាញ៉ាន់ដែរលោកកូនកំលុះរំលែងម្នាក់នោះមកហើយស្រីម្នាក់នេះរំលែងមើលទៅមិនសូវជាមានអីប៉ុន្មានទេតែល្បិចករបស់នាងវិញគឺពិតជាមិនធម្មតាមែនរំសាយធានណាមអ្នកនោះមកដល់ហើយយ៉ាងម៉េចហើយគេនិយាយពីនាងបែបនេះនាងមិនគិតចង់បកស្រាយអ្វីទៅមនុស្សត្រឹមត្រូវមិនបាច់បកស្រាយទេទុកឲ្យគេនិយាយទៅចោះបើជួបបញ្ហាអ្វីនឹកឃើញដល់ខ្ញុំបានណាឃើញថាជាអ្នករួមការងារនៅផ្នែកលោះនឹងមិនក៏អ៊ីចឹងនាងមកទីនេះធ្វើអីវ៉ាន់ដេកលោះហើយឬចង់ធ្វើអីកាត់មកលោចូលក្នុងពេលយប់ឬលេងសៃទៀតត្រូវការធ្វើមុខមកលេះចូលមកចង់មកខ្ញុំពីរឿងសំទោសលេខាស្រីម្នាក់នោះមែនទេរឿងដាស់ស្រាយជាមួយស្រីមានតបពីសតច្រើនជាងមកនេះមកជានេះខ្ញុំប្រាប់មកវិធីដោះស្រាយដ៏សំខាន់បំផុតសម្រាប់ស្រីនឹងគឺត្រូវធ្វើឲ្យពួកគេមានអារម្មណ៍សុខស្រួលពេលនៅលើក្រែហើយក៏ប្រាប់ថាដល់ពេលនេះហើយនៅជាប្រហាមចារីទៀតហាជួយមានការសាមគ្គីបន្តិចមើលខ្ញុំកំពុងតែនិយាយមែនតែនឹងតាមពិតទៅជាអាទៀនគឺជាគុំប្រុសច្បងត្រកូលវ៉ាន់ដែលមានមុខមាត់នៅមានមុខមាត់អ្វីទៀតហ៎ប៉ុន្តែបាននិយាយពីរឿងធ្វើឲ្យស្រីម្នាក់នោះព្រមឡើងក្រែជាមួយនោះច្បាស់ជាធ្វើមិនបានឡើយល្បិចចូលនៅខ្ជិះណាស់មិនអាចចូលព្រឹបជាមួយខ្ញុំបានទេគួរតែដាក់ដើមផ្លូវជាប្រធានក្រុមហ៊ុនបែកការឆ្នាស្វិញទៅល្អមើលរូបរាងកាយវាយកាយវិការចោះគ្រាន់តែដើរមួយចំហានក៏ឃើញពីភាពអស្ចារ្យនិងទ្រព្យសម្បត្តិហូរហៀហើយខ្ញុំខុសហើយឆាប់ឡើងដៃចេញភ្លាមនេះជាមនុស្សមានវប្បធម៌មែនទេនិយាយគ្នាល្អមិនបានទៅចង់និយាយគ្នាដឹងរឿងតែបែរជាមកលេងសើចហើយយោដៃខ្ញុំនឹងបាក់ហើយលែងដៃសិនមកខ្ញុំនឹងប្រាប់កលឹកឲ្យរហ័សហើយធានាថាលេខាស្រីម្នាក់នោះនឹងតែក្នុងដៃជាជាមិនខានយល់មិនដែរអ្នកទាំងអស់គ្នាកំពុងធ្វើអីនឹងសាវអូបងចង់មកដល់ហើយសាវអូទៅដេកទៅណាឬមួយក៏បងប្រុសដោយសារតែមិនបានជួបស្រីពីយូរពេកតែធ្វើរឿងបែបនេះទៅវិញបងនិយាយអីហ្នឹងបងចង់បង្ខំខ្ញុំមែនទេកុំមើលកុំស្ដាប់កុំមើលកុំស្ដាប់អីបងចាប់រំលោភភពខ្ញុំមែនទេពុនកុំធ្វើរំខានដល់ដំណេករបស់សាវឲ្យសះណាចាស់ខ្ញុំស្ងៀមហើយមុនដំបងប្រាប់ខ្ញុំមើលថាត្រូវសុំទោសគេដោយរបៀបណាបើនៅតែនិយាយរឿងបញ្ចូលរឿងទៀតមិនមែនឈឺតែដៃមួយចំហៀងនេះទេណាខ្ញុំមិនចង់ឲ្យឈឺកន្លែងណាមួយទាំងអស់ហ្នឹងតាមពិតទៅវិធីសុំទោសវាសាមិនទេគ្រាន់តែជូនកាដូទៅគឺចប់ហើយតែកាដូទាំងនោះត្រូវតែរៀបចំឲ្យបានល្អបំផុតអូននឹងទេថាលេខខាស្រីទៅចំណែកនោះនាងចូលចិត្តអ្វីខ្លះខ្ញុំយល់ហើយយល់ពិតមែនឬអត់ហ្នឹងអីទៅនេះវាជាអ៊ីទៅថ្ងៃនេះថ្ងៃបើកប្រាក់ខែរចំនួនទឹកប្រាក់ណៃឬមួយក៏គាត់ដំឡើងប្រាក់ខែខ្ញុំបន្ថែមលោកកំចាស់លុយនេះវាជារឿងអីទៅឲ្យទៅនាងហើយនាងគ្រាន់តែទៅកុំនិយាយរឿងឥតប្រយោជន៍ច្រើនពេកមិនដឹងកើឈួតអីទៀតទេជាក់ស្ដែងក៏បានជួលលុយនាងរួចហើយតាហេតុអីបានជាមើលទៅនាងហាក់ដូចជាមិនសប្បាយចិត្តសោះសួស្ដីនៅទីនេះតាំងពីរនាក់នឹងមកទីនេះធ្វើអីទៀតហើយខ្ញុំមិនបានមកកងទេខ្ញុំមកជួបលេខជាទីស្រឡាញ់របស់អញទេគ្រប់ពេលដែលឡើងមកគឺសុទ្ធតែក្នុងមកធ្វើការទាំងអស់លោកកំចាស់គាត់នឹងមិនសប្បាយចិត្តឡើយចាំមិនវិញថ្ងៃនេះគាត់ជួនឲ្យនាងខ្លះជួនលុយរាប់ជាការទូបានដែរហានេះចង់ឲ្យខ្ញុំសេដាច់ខ្យល់ស្លាប់មែនទេចាំបន្តិចសិនគាត់បើប្រាក់ខែឲ្យខ្ញុំទៅវាមានបញ្ហាអីទៅប្រាក់ខែគាត់ប្រាប់នាងថានេះជាប្រាក់ខែមែនទេព្រោះចិត្តមែននៅមិនរំសារភាពទៀតខ្ញុំគ្រាន់តែទាប៉ុណ្ណោះប៉ុន្តែក្រៅពីប្រាក់ខែហេតុអីគាត់ត្រូវឲ្យលុយខ្ញុំបន្ថែមអីទៀតគាត់ចង់សំទោសនឹងរឿងដែលនឹងចប់ពីការងារមែនទេខ្ញុំបានប្រាប់គាត់ថាបើចង់សំទោសគឺត្រូវជួនរបស់ដែលម្ខាងទៀតចូលចិត្តគឺការដូចដែលគេប្រាថ្នាចង់បានទឹកស្មានថាអាមនុស្សឡុងម្នាក់នោះយកលុយមកឲ្យសះរបស់ដែលនាងចូលចិត្តមើលទៅដូចជារបស់ដែលនាងចូលចិត្តបំផុតគឺលុយនឹងអីចឹងជួនជាកញ្ចប់អាំងប៉ាវទៅ
ហេតុអ្វីបានជាខ្ញុំlạiចុះពីការងារបែរជាបងនិយាយថាគេវិញគេចង់ឲ្យខ្ញុំឲ្យចេញឲ្យលើបំផុតទៅជារឿងពិតហឹកសន្ធើនៃភាពស្និទ្ធស្នាលរបស់ទាំងពីរនេះសុទ្ធតែទៀបដូចគ្នាការនិយាយរឿងស្នេហាពិតជាគួរឲ្យរំខានខ្លាំងណាស់នេះឯណៃជាមួយស្រឡាញ់គ្នាអញ្ជឺលើអូអឹងយ៉ាងម៉េចនឹងអត់អីទេបន្តិចទៀតច្បាស់ជាធូរស្រាវវិញហើយលោកសេឡូអូសន្លប់បាត់ហើយច្បាស់ជាលើអូនឹងកញ្ញាហើយបងនិយាយថាត្រូវតែចូលចិត្តខ្ញុំមែនទេចូលចិត្តខ្ញុំនឹងណាថាកែអាននឹងចូលចិត្តខ្ញុំបានយ៉ាងម៉េចទៅបងកំពុងតែលេងសើចនឹងខ្ញុំមែនទេថៅកែតាមខ្ញុំមកមានរឿងអ្វីកើតឡើងថាកែចូលទៅកសតចន្ទទៅមិនទីពេល AI ស្លាប់បាត់ទៅហើយរំខានដល់កញ្ញាហើយយកឡានទៅចតត្រង់កន្លែងខាងលើនោះទៅក្មេងដែលស្ដាប់បង្កប់សូមកុំធ្វើតាមឲ្យសាណាចាប់ប្រហែលជាមិនខុសពីឡានរថយន្តក្មេងប៉ុនមានទេមើលទៅសូមចម្រាបទៅកាន់ក្មេងបំតងទៀតក្មេងដែលស្ដាប់បង្កប់សូមកុំធ្វើតាមឲ្យសោះបកហើយបងអាយសុំតខ្នះតាមពិតតែខ្ញុំបាក់ឡានមិនចេះទេស្លាប់ហើយយកឡានផែកដែលបុកខូចអស់ហើយលើអូបងហេតុនេះបានជាបងមកទីនេះតាមពិតទៅក៏គ្រាន់តែជាក្បាលបន្តិចបន្តួចប៉ុណ្ណោះមិនដល់ផូតហើយកុំធ្វើរឿងតូចចែកខ្លាយជារឿងធំអីនំនាងទៅមិនទីរពេកដេកចោះកុំចង់ត្រឡប់ទៅផ្ទះវិញហើយលោករ៉ូពេតយ៉ាងតាមពិនិត្យមើលលឺនៅពិនិត្យរួចរាល់ហើយមែនទេមកដល់ហើយលោករ៉ូពេតយ៉ាងនិយាយថាសុខភាពរបស់អ្នកល្អធម្មតាតែលេបថ្នាំឲ្យទាន់ពេលវេលាលោអូនៅទីនេះចាំបងណាបងទៅនិយាយជាមួយលោករ៉ូពេតយ៉ាងបន្តិចជួយធ្វើរឿងចេញពីមន្ត្រីពេកឲ្យនាងផងបាយវិនគូថាកែឡានរបស់បងបុកនឹងសរសៃបង្កអស់ហើយខ្ញុំមិនមែនតាំងចិត្តឲ្យវាបុកទេណាទឹកវាចូលនៅទីនោះកុំប៉ះពាល់អ្វីឲ្យសោះខ្ញុំនឹងហៅក្រុមហ៊ុនធានារ៉ាប់រងមកដោះស្រាយនៅទីនោះថាកែបងមិនមកទីនេះទៅខ្ញុំនៅមានការងារត្រូវដោះស្រាយបន្តិចទៀតនឹងមានមនុស្សទៅដល់ទីនោះយ៉ាងលឿននៅកន្លែងដែលនាងនៅដល់ពេលនោះនាងត្រូវឡើងទៅបន្ទប់លេខ2014ជួយខ្ញុំមើលថែលោអូផងតិចស៊ូចុះហេតុអ្វីបានជាឈឺសន្លប់បាត់ស្មារតីទៅវិញមិនមែនប្រាប់ថាឋានថ្មីដែលទៅតែស្រាវជ្រាវនេះល្អខ្លាំងណាស់ឬយ៉ាងណាឥឡូវការបដូរឋានថ្មីចំពោះរាងកាយអ្នកជំងឺគឺនឹងមានការប៉ះពាល់ខ្លះមិនខានឆាវក្រៅការពេលវេលាខ្លះដើម្បីសម្របខ្លួនទៅទាំងវាលើកមុនអ្នកមិនបានប្រាប់ខ្ញុំទេថាការបដូរថ្នាំថ្មីវានឹងមានផលប៉ះពាល់បែបនេះលើកក្រោយកុំឲ្យមានកំហុសអ្វីកើតឡើងទៀតឲ្យសះថ្នាំថ្មីគ្រប់ប្រភេទទាំងអស់សុទ្ធតែត្រូវការពេលវេលាដើម្បីសម្របខ្លួនពេលវេលាបន្ទាប់ពីនេះសូមយកចិត្តដាក់លើឆាវឲ្យបានច្រើនជាងនេះបើសិនបើចង់ឲ្យកាន់តែងាយស្រួលអ្នកគួរតែហែអ្នកហើយដើម្បីអាចតាមដានរាល់សកម្មភាពនិងស្ថានភាពរបស់ឆាវវីបានខ្ញុំបានប្រាប់ហើយថាមិនអាចឲ្យឆាវដឹងពីស្ថានភាពជំងឺរបស់ខ្លួននឹងបានដាច់ខាតបើឲ្យអ្នកថៃតែមកវានឹងបែកការបង្ខានគឺសមាជិកគ្រួសារឬអ្នកដែលស្គាល់គ្នាគឺការបានហើយប្រសិនបើមានរឿងអ្វីកើតឡើងត្រូវតែតាក់ទងមកខ្ញុំហើយបានលឿនបំផុតភ្លាមមិនសំជាក្រុមហ៊ុនធានារ៉ាប់រងរបស់មហាសីពិតមែនប្រសិទ្ធភាពការងារខ្ពស់ខ្លាំងណាស់លឿនយ៉ាងនេះដាស្រ័យចាប់បាត់ហើយបន្ទាប់អ្នកជំងឺលេខ2014នៅត្រង់ណាទៅនឹងមានអ្នកណាដែលពាក់ព័ន្ធជាមួយលោកកំចាស់នៅមន្ទីរពេទ្យនេះទៅមើលទៅលោកម្ចាស់មានអាការៈប្រញល់ណាស់តែថាគឺគេនេះហើយលេខាអ្នកមកដល់ហើយឬពុថាយានត្រូវគេបុកតែអ្នកមានរបួសត្រង់ណាទេឥឡូវនេះមិនទេប៉ុន្តែចំពោះរឿងឡាននោះគឺមានបញ្ហាទៅហើយឡាននោះមើលទៅក៏ដឹងថាថ្លៃប៉ុណ្ណាដែរបងប្រុសនឹងមិនអ្នកសងថ្លៃខូចខាននោះទេហេតុអ្វីទៅធ្វើឲ្យខូចរបស់គេហើយហេតុអ្វីមកឲ្យខ្ញុំសងក៏ព្រោះតែបងប្រុសចូលចិត្តអ្នកយ៉ាងម៉េចហាកុំនិយាយលេងសើចនឹងខ្ញុំអីហេតុអ្វីបានជាអ្នកណាក៏និយាយថាគាត់ចូលចិត្តខ្ញុំដែរនិយាយតែពីម៉ាត់ត្រណាន់ទៅដែលមើលឃើញថាគាត់មានចិត្តលើខ្ញុំនោះបងហេតុអ្វីបានជាខាងធានារ៉ាប់រងយករថយន្តទៅបាត់ហើយបងបានហៅពួកខាងប្រពន្ធទទួលពួកយើងហើយពេលនេះអាចត្រឡប់ទៅផ្ទះវិញបានហើយមែនទេវ៉ាន់រិនវ៉ាន់ងុនអឹងប្រញាប់រត់ទៅណាក្មេងស្រីម្នាក់នោះត្រូវការអោយើងគ្រប់គ្រងមែនទេបើអូនមកដើម្បីរកការបញ្ជូនតំណែងអ៊ីចឹងគឺកោះពេលហើយគាត់មិននៅទីនេះទេគាត់ទៅណាហើយពេលណាគឺថាជប់ជាមួយលេខាស្រីតូចជាទីស្រឡាញ់របស់គេនោះអីគេនឹងមិនមកក្រុមហ៊ុនឡើយបងស្រីទៀតហ៊ុនអីសូមឆាប់ត្រឡប់ទៅផ្ទះវិញទៅអាចធ្វើជាអ្នកបើកបារឲ្យអាគនិកទាំងអ្នកបានពិតជាក្តីរបស់ខ្ញុំមែនទៅបន្តណាទៀតទៅផ្ទះមិនជួលលេខខាដូចទៅផ្ទះវិញទៅអំយល់ហើយត្រឡប់ទៅផ្ទះដោយផ្ទាល់មែនទេមិនត្រឹមតែជួយការងារអ្វីមិនបានទេថែមទាំងធ្វើឲ្យឡានខូចទៀតលើនេះបែរជាហៅអាមអ្នកនេះមកជួនអ្នកគ្រប់គ្នាទៅវិញខ្លួនខ្ញុំនេះពិតជាធ្វើការអ្វីមិនសូវជោគជ័យសោះមានតែរឿងឲ្យហួសចិត្តបងប្រុសចង់ជួននាងទៅផ្ទះមែនទេនេះជាឡានដំបូងដែលគាត់ជួននាងម្នាក់ទៅផ្ទះអូអ៊ីចឹងគឺម្ចាស់ហាងនៅ MUCG នឹងអើងខ្ញុំបានធ្វើអ្វីឲ្យគាត់ខឹងមែនទេនេះជាចិត្តរបស់ខ្ញុំឬមួយអំអ្នកនេះចង់អួតអាដាក់មកខ្ញុំនាងចាំឲ្យច្បាស់ណាស់ខ្ញុំចាំផ្ទះខ្ញុំចាំហើយស្អែកមកទីនេះអូលោកកំចាស់ហាងមិញលោកនិយាយអ្វីណាខ្ញុំសុំតែសេដ្ឋីធ្វើតាមច្បាប់កំបាំងក្នុងពាណិជ្ជកម្មទេណាអ៊ីចឹងខ្ញុំសុំទមុនហើយស្អែកចាំមកទីនេះស្លាប់ហើយលោកម្ចាស់ហាងឲ្យខ្ញុំស្អែកមកផ្ទះគាត់ទៀតតាមពិតតែគាត់ចង់ធ្វើអ្វីឲ្យប្រាត់ឬមួយគាត់ពិតជាចូលចិត្តខ្ញុំមែន
បើមិនអីចឹងទៀតថ្ងៃនេះសាកល្បងត្រួតពិនិត្យមើលសិនទៅអូនាងនឹងចង់ធ្វើអ្វីមានតែបងទេដែលឲ្យអបខ្ញុំចោះខ្ញុំគ្មានសិទ្ធិទៅអបបងទេមែនទេអីចឹងស្អែកជួបគ្នាណាលើកំចាស់ហាងខ្ញុំជួនាងទៅផ្ទះចុះឡានរបស់បងមិញយកទៅជួសជុលហើយទៅខ្ញុំពិតជាមើលស្រាវពួកអ្នកមានមែននៅក្នុងផ្ទះនេះមានឡានថ្លៃទៅមួយជួររាល់ពេលចេញទៅក្រៅប្រហែលជាពិបាកសម្រេចចិត្តខ្លាំងណាស់ព្រោះមិនដឹងថាត្រូវជ្រើសរើសឡានមួយណាទេគឺស្ដេចសុំនឹងប៉ុននេះសម្លៀកបំពាក់ដែលខ្ញុំកំពុងតែស្លៀកនេះហើយកំពុងគិតអីហ្នឹងគ្មានអ្វីទេគ្រាន់តែកំពុងគិតថាកម្លាំងរវាងអ្នកមាននិងអ្នកក្រវាពិតជាទំថេងណាស់តែភាពខុសគ្នារវាងមនុស្សម្នាក់និងម្នាក់ទៀតពិតជាមិនធំដុំប៉ុនមានទេទោះបីជាមានឋានៈខ្ពង់ខ្ពស់ឬទ្រព្យសម្បត្តិស្ដុកស្តាមប៉ុណ្ណាចុងក្រោយមនុស្សដែលសំខាន់បំផុតសម្រាប់ពួកគេនៅតែជាក្រុមគ្រួសារនិងមនុស្សដែលខ្លួនស្រឡាញ់ក៏មានហេតុផលដែរទោះបីជាខ្ញុំស្រឡាញ់លុយក៏ដោយប៉ុន្តែបើឲ្យខ្ញុំមានសាច់ញាតិទៅបដូរយកភាពមានបានខ្ញុំក៏មិនទៅដែរចាវាយខ្ញុំទៅមុនហើយណារងចាំបន្តិចបាច់ហូគោកអូនស្រឡាញ់អ្វីពីបងទៅប៉ាទូកកអូនស្រឡាញ់បងអូនដឹងហើយអូនក៏គិតថាចាវាយគ្មានថ្ងៃទៅថាបំនោះតែខ្លួនមិនស្រឡាញ់នោះទេប៉ុន្តែបងមានទ្រព្យសម្បត្តិស្តុកស្ដាំផពេកហើយនៅក្បែរបងអូនប្រកាសជាត្រូវគេនិយាយថាជាស្រីចង់បានរបស់ពីមនុស្សមានប្រាក់មិនខានកុំប្រោះតែបងមានលុយទឹកដសេថងអីការស្រឡាញ់មិនពាក់ព័ន្ធទៅវិញនឹងឋានៈលុយកាក់នោះទេក៏កុំគិតថាប្រោះតែបងមានលុយទៅអូនស្អប់ផងមកអីអត់ទេអូនស្រឡាញ់មិនតន់នឹងអស់ផងនេះអូនស្រឡាញ់លុយបំផុតហាចោះចាវាយការពីមុំធ្លាប់ស្រឡាញ់អ្នកណាខ្លះឬនៅរឿងនេះវាតកតងអ្វីនឹងការដែលបងស្រឡាញ់អូនទោះបីជាបងមិនធ្លាប់ស្រឡាញ់អ្នកណាក៏ដោយតែបងអាចធ្វើបានល្អណាស់មិនមែនទេបើចេះទេថារបស់បងអត់ពេលនោះបងជួននាងត្រឡប់ទៅផ្ទះដែលមិនបានធ្វើអ្វីសោះសូមអង្រចោះបងប្រុសអាយពេលនោះបងគួរតែថាបើវិញម្ដងទៀតព្រោះនិយាយថាចែកចិត្តថៅរបស់បងនៅមិនទាន់ល្អទេដើម្បីឲ្យអូនបង្រៀនបងណាអីនេះជាមនុស្សពីលឺឈប់ទៅរឿងប៉ុណ្ណឹងបងប្រាក់តែជាធ្វើមិនបានទេតែបងហានទៅសារភាពស្នេហ៍ចោះពេលនោះមានអារម្មណ៍យ៉ាងណាដែរតានហើយក៏រំភើបខ្លាំងដែរគ្មានអារម្មណ៍ខាងផ្លូវកាយខ្លះទៅគ្មានទេបងត្រូវត្រឡប់ទៅបន្ទប់គេងហើយបើមិននិយាយក៏ឲ្យចោះតែរត់ទៅណាមើលមុខក៏ដឹងថាប្រុសតែមានទៅភ័យខ្លាចហើយសារភាពស្នេហ៍រួចហើយគិតថាចប់រឿងឬអត់សំបីតែពាក្យជូនពួយគេងលុកស៊ុំអ្នកឯងនឹងហើយនិយាយអីនឹងសារសំរៀមនឹងអាមនោះសងងអាយអត់ចេះរឿងស្នេហាអីបន្តិចសោះហាត់សៃមិនដឹងទៅតាផ្សារនេះវិញយ៉ាងម៉េចទេអញ្ចឹងមានន័យថានាងកំពុងនឹកខ្ញុំមែនទេសារប្រភេទនេះក៏នឹងទូខ្លីទៅមើលគូនឹងរៀនថ្នាក់បាត់ធំមែនហ្នឹងប្រដាប់កំបែតនេះជាលើកទី1ហើយដែលខ្ញុំបានឃើញមកនេះមកឲ្យចាស់ទុំម្នាក់នេះបង្រៀនកូនអឹងឲ្យបានល្អគូនឹងនិយាយមកមើលពេលនេះបេះដូងខ្ញុំដើរឡើងខ្លាំងណាស់កំតានតឹងពេកអីរឿងអីក៏មានលើកទី1ដែរតើឲ្យខ្ញុំមើលមានឯកសារដែលនាងផ្ញើកូននឹងបន្តិចលើកម្ចាស់គេឬនៅមានតែពាក្យថាលោកម្ចាស់គេនៅដែលអាចធ្វើឲ្យគូនឹងសប្បាយចិត្តខ្លាំងដល់ថ្នាក់នេះមែនទេព្រោះនាងនៅខ្ញុំអញ្ចឹងខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងវាមិនមែនជារឿងធម្មតាទេមនុស្សដែលយើងនឹកក៏កំពុងតែនឹកយើងដែរមានរឿងឯដែលគួរឲ្យត្រេកអរជាងរឿងនេះទៅទៀតទៅបានឲ្យព្រមខ្ញុំចង់រៀបការជាមួយនាងពួកកឹងមិនមែនទៅតែចាប់ផ្ដើមស្រឡាញ់គ្នាទេទៅតែប៉ុណ្្នឹងសោះនិយាយដល់រឿងរៀបការលឿនពេកហើយមែនទេមិនប្រកាសថាគាត់មានថ្ងៃទៀតគួយនៅតែស្រឡាញ់នឹងអត់នោះទេរឿងស្នេហាទាំងនេះការរក្សាចិត្តឲ្យនៅដូចពេលដំបូងវាពិបាកខ្លាំងណាស់ខ្ញុំនឹងព្យាយាមអ្នកកូនតតែមិនយល់ពីអ្វីដែលខ្ញុំកំពុងនិយាយទៅដឹងយ៉ាងហោចណាស់ខ្ញុំក៏មានសញ្ញាប្រណុបណ្ឌិតពីបារាំងដែរណាកុំជាសញ្ញាទៅមកអួតប្រាប់ខ្ញុំឲ្យសោះកូនឯងគឺជាមនុស្សដែលរឿងស្នេហ៍គឺសូនតាច់ក្នុងវិស័យស្នេហានេះខ្ញុំគឺជាចាស់ទុំរបស់កូនឯងណាមិនមែនត្រូវហៅថាបងគ្រូស្នេហ៍ទេក៏ត្រូវធ្វើម៉េចដើម្បីបង្កម្រិតស្នេហាខ្ញុំចង់ឲ្យនាងសប្បាយចិត្តអ្វីដែលសំខាន់បំផុតក្នុងរឿងស្នេហាគឺការផ្ដល់ឲ្យនៅអ្វីដែលនាងចូលចិត្តប៉ុន្តែកុំឲ្យលើទៀតឲ្យសោះយល់ទេពេលនោះនាងក៏សប្បាយចិត្តខ្លាំងដែរតើស្របំរឿងទាំងនេះក៏នឹងស្ដាប់ខ្ញុំទៅនំនាងទៅដើរលេងទៅប៉ុន្តែកុំយកលុយឲ្យនាងឲ្យសោះយល់ទេនាំទៅស្រូបខ្យល់អីបែបនេះទៅហេតុអីបានជាណាមទៅលំហែអារម្មណ៍នៅកន្លែងខ្យល់បក់អីចឹងរឿងទាំងអស់នោះមិនត្រឹមតែមិនប្រកបប្រជាទេថែមទាំងខ្ជះខ្ជាយពេលវេលាទៀតផងអញ្ចឹងមក4នាងទៅឡើងភ្នំមើលថ្ងៃរះទៅបានហាត់ប្រាណផងចោះមិន4នាងទៅញ៉ាំអីវិញទៅរឿងនឹងវាចាស់កំរេលហើយមិនសូវមានភាពរ៉ូមែនទិកទេវើយប្រុសម្នាក់ស្រីម្នាក់គេចេញពីភាពអូអារបស់ពិភពលោកនៅចំពោះមុខមានទាំងទន្លេភ្នំនិងបឹងបួដ៏ស្រស់ស្អាតពេលនឹងហើយទៅបងងាយនឹងកាត់មានភាពរ៉ូមែនទិកបំផុតឡើងព្រំដើម្បីសម្រក់គីឡូអីឬមួយបងចង់និយាយថាអូនធាត់បានជាចង់នាំអូនទៅសម្រក់គីឡូអូនអត់ធាត់ទេណាចុះហេតុអីត្រូវទៅឡើងភ្នំចង់បង្កើតភាពភ្ញាក់ផ្អើលគឺត្រូវតែរក្សាការសម្ងាត់ជាមុនសិនគំនិតនេះអឹងជាក៏ដោយខ្លួនអឹងមែនទេទៅវិហារនៅលើកំភ្នំដើម្បីសង្កេតតាអីហ្នឹងកុំក៏អាកណាទៅមើលថ្ងៃរះទេអានឹកស្មានថាចង់នាំអូនទៅសម្រក់គីឡូទៅទៀតអត់ទេដោះទៅអូននឹងរៀបចំអាហារតុកដល់ពេលនោះបងទៅទួលអូនណាមើលឈុតនេះទៅមើលគិតថាងឯងបងពាក់ទៅច្បាស់ជាសង្ហាខ្លាំងណាស់
ថ្លៃពេកហើយមិនពេញទេទៅតែពេលនេះទេនៅលើព្រំដែនវ៉ាន់ទៅតែឃើញសុភភ្ញៀវទេសចរម្នាក់កំពុងសង្ស័យថាវាគឺជាកណីឃាតកម្មសូមឲ្យភ្ញៀវទេសចរទាំងអស់ប្រុងប្រយ័ត្នចំពោះសុវត្ថិភាពមានរឿងអីឲ្យជួយទេអ្នកដើរចិត្តពេកហើយងាយនឹងបាយការណាស់ចុះអ្នកអង្គហើយដែលឲ្យខ្ញុំដើរចិត្តពេកកាលពីព្រឹកមិញមិនដឹងថាអ្នកណាចង់ឲ្យខ្ញុំតាមពីក្រោយនោះទេអញ្ចឹងខ្ញុំត្រឡប់ទៅវិញហើយមិនចង់ធ្វើជាអំពូភ្លើងរំខានអ្នកទាំងពីរទេហើយទីនេះក៏របស់យើងអីវ៉ាន់គ្រប់យ៉ាងក៏ខ្ញុំបានដឹកជញ្ជូនអ្នករួចរាល់អស់ហើយដែរខ្ញុំជាមនុស្សដែលចេះយល់ចិត្តល្អណាស់មែនទេនៅមានស្រែបាញ់សម្រាប់សត្វល្អិតមួយទៀតគុណភាពល្អប្រើបានការណាស់ស្រែបាញ់មូស